អ្នកអស់នេះប្រហែលជាដឹងសាច់យើងមកជួបព្រៃមកជាច្រើនហើយហើយអបិសូតចុងក្រោយដែលគាត់បានឡើងមកកម្មវិធីតុកភ្លឺ background គឺគាត់ប្រាប់មកក្បាច់ដែលខ្ញុំសូម្បីតែខ្ញុំក៏អនុវត្តតាមដែររឿងបើកបុនបើកបុនអញ្ចឹងណាបងមើលជួយរំលឹកអានឹងតិចមកបងព្រោះមានគ្នាយើងជាច្រើនដែលបានអនុវត្តពេលមួយថ្ងៃចែកម្លែកហ្នឹងសូម្បីតែខ្ញុំក៏ធ្វើតាមដែរក៏ចាជាដំបងគឺសូមអរគុណទៅដល់ fan page របស់ខ្ញុំក៏ដូចជាពុកម៉ែមួយចំនួនដែលគាត់ឆាតចូលមក page តាំងពីពេលដែលយើងនិយាយពីរឿងបើកបុនទៅហ៎ដល់ពេលហ្នឹងក៏គាត់ឲ្យ feedback ច្រើនហើយក៏មាន influencer មួយចំនួនក៏យក content ស្តៀងខ្ញុំហ្នឹងថាធ្លាប់ដឹងឮពីបងជុភ័យយកទៅចែកចាយបន្តវាជាហៅគេធម្មទានបាទប្រៀបដូចយើងប្រៀបដូចល្ងិតគេមានកងតាក់តែគេអត់ដឹងថាតាណាដែលបើកសវិសកងតាក់ឲ្យភ្លឺអញ្ចឹងហើយយើងប្រៀបដូចទៅប្រាប់គេឲ្យកងតាក់បើកភ្លើងគេភ្លឺអញ្ចឹងក៏គេ feedback ថាបងជុភ័យតាំងពីខ្ញុំបើកបុនទៅឲ្យម្ចាស់វេនម្ចាស់កម្មរបស់ខ្ញុំមកជីវិតខ្ញុំដូចមានរឿងប្លែកៗល្អចូលមកជីវិតច្រើនអរគុណហើយនៅក្នុង page ខ្ញុំមានច្រើនដែលឆាតមករឿយៗអញ្ចឹងតែនឹងគឺខ្ញុំមានក្តីសុខក្នុងចិត្តថាយ៉ាងហោចណាស់ក៏ខ្ញុំបានប្រាប់ពួកគាត់ក៏ដូចជាបងអធិការអញ្ចឹងបងអធិការហ៊ាន feedback មិនដែរដូចយើងបាននិយាយគ្នាពីក្រោយឆាកមិញអញ្ចឹងរបៀបថាឲ្យចាប់អារម្មណ៍ណាស់ណាហ្មងដូចជាមិនទេប៉ុន្តែអ្វីដែលចាប់អារម្មណ៍សំខាន់ជាងគេពេលដែលធ្វើអញ្ចឹងឲ្យឆ្លាស់ខ្លួនវាអត់ខុសអីពីយើងជពាក់លុយគេហើយយើងទៅសងលុយគេហើយយើងមានអារម្មណ៍ធូរចិត្តចឹងហ្នឹងហើយរបៀបអញ្ចឹងចាដោយសារអ្នកទាំងអស់គ្នានៅលើពិភពលោកម្នាក់ៗមានជីវិតខុសៗគ្នាអ្នកខ្លះស្អាតទៅតែអភ័ព្វស្នេហាអភ័ព្វទ្រព្យក្រអ្នកខ្លះមុខមាត់ស្អាតទេតែមានទ្រព្យមានគ្រប់យ៉ាងហើយមានថែមប្រាជ្ញាទៀតអ្នកខ្លះស្អាតតែអត់មានប្រាជ្ញាឃើញអត់ចាបងខែដោយសារសំពីបនពេលគេពីជាតិមុនមកមុននឹងខ្ញុំកើតមកជាជុកភ័យតែជាតិមុនខ្ញុំជាអ្នកណាហើយមុនជាតិនឹងទៀតខ្ញុំជាអ្នកណាខ្ញុំទៅធ្វើអីណាខ្លះឧទាហរណ៍ជាតិមុនខ្ញុំទៅសម្រាប់អ្នកណាហើយខ្ញុំកើតមកតែម្ចាស់វេនម្ចាស់កម្មដែលគេនៅជាតិនោះគេដាក់បដាសាខ្ញុំជាតិណាអញសុំតាមហែងធ្វើអីអញអាលាយអញសុំតាមហែងគ្រប់ជាតិឧទាហរណ៍បើគេស្លាប់ខ្ញុំកើតជាជាតិនឹងពេលខ្លះខ្ញុំអាចទៅជួបម្ចាស់វេនម្ចាស់កម្មខ្ញុំជាម្ចាស់វេនម្ចាស់កម្មមានពីរជាវិញ្ញាណមួយជាមនុស្សមួយដែលឃើញប្តីប្រពន្ធស្រឡាញ់នេះចុងក្រោយសម្រាប់គ្នាដាក់វ៉ាលីនឹងគឺជាម្ចាស់វេនម្ចាស់កម្មគ្នាគឺសិតតែមានវេនមានកម្មស្មាតោដោយព្រះពុទ្ធជាម្ចាស់គាត់ត្រាស់ថាមនុស្សយើងមានទង្វើជាកម្មដូចជាមួយយើងអញ្ចឹងខ្ញុំពិបាកនឹងអធិប្បាយត្រង់ហ្នឹងយើងរស់នៅដោយសារកម្មពាក្យថាកម្មគឺទង្វើល្អនិងទង្វើអាក្រក់ហ្នឹងដែលយើងធ្វើហ្នឹងកម្មហ្នឹងគឺទង្វើអញ្ចឹងតែអ្វីដែលខ្ញុំបើកបនទៅគឺខ្ញុំពេលដែលខ្ញុំធ្វើអំពើល្អគ្រប់យ៉ាងខ្ញុំតែងតែអត់ទិសថាសូមអត់បនបើខ្ញុំធ្លាប់ធ្វើអំពើមិនល្អចំពោះអ្នកណាខ្ញុំប្រឡែងថៃអញ្ចឹងខ្ញុំឲ្យលុយអ្នកសុំទានអញ្ចឹងខ្ញុំឲ្យចំណៃឆ្មាតែចិត្តខ្ញុំគិតដែរទោះបីជាដឹងនៅជាតិណាក៏ដោយសូមឲ្យបានអញ្ចឹងណាសូមឲ្យយើងអស់កម្មពីវិរិយនឹងគ្នាធ្វើរាល់ថ្ងៃមួយថ្ងៃធ្វើ5ដង10ដងធ្វើខ្ញុំពីមុនបងដូចខ្ញុំនិយាយពីរឿយខ្ញុំជាមនុស្សដែលខ្ចាត់ប្រវត្តិមានគ្រួសារតែគ្រួសារបែកបាក់អត់ស៊ីមានស៊ីមកដល់ខ្មែរឆ្នាំ2019សក់ក្បាលមិនដឹងឯណាណីក្បាលតងោពាក់សក់គេសោចគេយំតែជាមនុស្សលក្ខណៈថាដ្រាម៉ាតិចយើងមានព្រះធម៌នៅក្នុងចិត្តដោយសារការដែលខ្ញុំទៅខ្ញុំធ្លាប់និយាយថាខ្ញុំធ្លាប់ចាប់គុកនៅក្នុងគុកគឺមានលោកមកប្រាប់ដាស់តឿនសតិយើងបរៀនយើងពីបាបបុណ្យគុណទោសយើងចាប់ដើមនេះខ្ញុំពីមុនជំរឿដែរអាត្មានិយមឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយអត់មានចិត្តមេត្តាអ្នកណាទាំងអស់អ្វីដែលធ្វើឲ្យបានប្រយោជន៍គឺខ្ញុំធ្វើទាំងអស់តែតាំងពីខ្ញុំយកប្រពុតបទប្រសងជាទីពឹងខ្ញុំជាមនុស្សមានមេត្តាដូចអ្នកដែលតាមដាន Facebook ខ្ញុំណាចុងការខ្ញុំហៅខ្ទើយមកនៅជុំខ្ញុំណាចុងការខ្ញុំឲ្យអ្នកនេះទាំងមុខកាមេរ៉ាទាំងក្រោយកាមេរ៉ាដូចតែអ្នករកគ្នាឃើញតែជីវិតខ្ញុំរងថ្ងៃគឺវាប្រសើរជាងមុនវាមិន perfect តែវាអាចធ្វើខ្ញុំចាំម្ដាយរបស់ខ្ញុំយ៉ាងមានក្តីសុខព្រោះរងថ្ងៃខ្ញុំសតតែម្ដាយម្នាក់ឯងអានឹងទី1ចាំខ្ញុំតែងតែប្រាប់គ្រប់គ្នាថារាល់ការធ្វើអំពើល្អមិនចាំបាច់តែធ្វើបុណ្យនៅវត្តទេអញញឹមដាក់អ្នកដតីឬក៏គេកំពុងតែធ្វើអំពើល្អមានចិត្តថាសមណរីករាយនឹងអំពើល្អគេដល់ក៏អាចអាទិសបុណ្យនឹងឲ្យម្ចាស់វេនម្ចាស់កម្មបានដែររាល់ការធ្វើអំពើល្អបុណ្យមានន័យថាក្តីសុខបាបគឺក្តីទុក្ខអញ្ចឹងយើងសង្កេតមើលជីវិតរបស់យើងក្នុងចិត្តនឹងមានទុក្ខច្រើនឬមានក្តីសុខច្រើនសម័យនេះគេវាស់គ្នារឿងក្តីទុក្ខនិងក្តីសុខគេអត់វាស់គ្នារឿងទ្រព្យសម្បត្តិទេសម្រាប់និយមចាហើយក្តីសុខនឹងវានៅលើអីគឺចិត្តដែលមានអ្វីដែលពេញចិត្តនៅអ្វីដែលខ្លួនឯងមានណាព្រោះថ្ងៃមនុស្សយើងអត់ពេញចិត្តមនុស្សយើងពេញចិត្តនៅអ្វីដែលខ្លួនឯងមិនមានកលែងមើលគេជុំវិញខ្លួនមិនមានអីចង់មានដូចគេកើតទុកភ្លាមតែបើខ្ញុំជាមនុស្សអញ្ចឹងតាំងពីខ្ញុំក្រអញ្ចឹងគេដែរខ្ញុំត្រូវទៅរំខ្ញុំទៅឈួតតាមខ្នល់ទៅរំខ្ញុំជាខ្ញុំអត់ទៅជាអ្នកណារហូតដល់ថ្ងៃក៏ខ្ញុំនៅតែជាជុកភ័យបែបហ្នឹងអត់ប្រកែកទេតបានដោយហេតុអ្នកផលខ្ញុំជាមនុស្សបែបហ្នឹងជាមនុស្សថងទៅថងមកអញ្ចឹងយើង fair យើងអត់ចូលចិត្តមនុស្ស fake ព្រោះថ្ងៃអត់មានទេវត្ថុបុរាណគ្រូអូមអាចារ្យអីលើចិត្តទៅគ្រប់ទីកន្លែងអញ្ចឹងប្រាប់ខ្លួនឯងថាទៅតាណាក៏ដែរអូគេថាអូកាលមកវឹកមុនការខ្ញុំដើររកខ្មោចរកអីកន្លែងនេះហ៎
គឺមានកម្មវិធីមួយខ្ញុំធ្លាប់ណាគឺថាអូកន្លែងខ្មោចលងខ្ញុំតែថាអត់មានអីផងតែខ្ញុំបើកបុណ្យឲ្យគេប្រៀបដូចយើងទៅយើងមានកាដូឲ្យគេណោះមានកន្លែងចុងកាមទៅ live កម្មវិធីខ្មោចនៅកន្លែងគេសម្រាប់សពមនុស្ស2នាក់ចិន2នាក់គេសម្រាប់គឺទៅកប់នៅក្នុងព្រៃហ្នឹងហើយឆ្កែវាទៅពំមកឲ្យលងគេហ្នឹងខ្ញុំទៅកន្លែងហ្នឹងទ្រាំដើរចូលទៅកន្លែងដំបងពោះស្មាទោះភឺសបល់លក្ខណៈមានអារម្មណ៍ថាដូចស្អុកស្អាប់នៅពេលដែលយើងទៅចិត្តកន្លែងណាដែលមានចំហាយមិនល្អដូចឧទាហរណ៍មានវិញ្ញាណនៅចិត្តយើងណាកាយមកមានអារម្មណ៍ថាតឹងធុងអូស្អីចេះទាំងនឹងគឺវាស្រែហើយមានតែដើមថ្នោតនឹងអាស័យណាដល់ពេលហ្នឹងខ្ញុំនឹងបើកបនលើកដៃប្រណម្យអញ្ចឹងសូមអ្នកមក3ចប់ដោយអំណាចនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃខ្ញុំព្រះករុណានីមុតលីម៉ាហើយកញ្ញាជុបៃសូមបើកបនបើកកសលដែលខ្ញុំសាងមកតាំងតែអតីតជាតិសូមឲ្យដល់វត្ថុស័ក្តិសិទ្ធិដែលនៅជុំវិញខ្លួនខ្ញុំឬវិញ្ញាណទាំងអស់ដែលនៅជុំវិញខ្លួនខ្ញុំនឹងសូមឲ្យបានសូមឲ្យផុតពីកន្លែងហ្នឹងទៅកើតនៅលោកដែលល្អអញ្ចឹងណាមកសតុះមានអារម្មណ៍ថាខ្លួនឯងលែងមានអាកប្បកិរិយាថត់ដង្ហើមហ្នឹងចុះទៅពេលដែលយើងជូនបនគេទៅគេសប្បាយចិត្តយើងសុខមកវិញហ្នឹងហើយអញ្ចឹងអានឹងមិនបាច់ទៅពាក់ព្រះល្អប៉ុណ្ណាទេព្រះអត់គុំក្រងទេបើចិត្តយើងនៅស្មោកគ្រោកចាត្រូវចិត្តយើងហ្នឹងហើយគឺវត្ថុស័ក្តិសិទ្ធិព្រះពុទ្ធជាម្ចាស់ពេលគាត់ទៅត្រាស់គាត់មានពាក់ព្រះវត្ថុបុរាណអត់ទេគឺចិត្តនឹងឯងបុគ្គលដែលមានមេត្តាចិត្តទៅណាគឺវាសាយភាយហើយស្នាមញញឹមហ្នឹងគឺសាយភាយហ្មងគេហៅបុគ្គលស័ក្តិសិទ្ធិព្រោះអីបុគ្គលហ្នឹងសន្តិភាពល្អក្នុងចិត្តមិនចាំបាច់មានអាគុំអូមអាមកថាអីទេគាត់ទៅដល់ពឹបគ្រាន់គេឃើញមុខយើងហ្នឹងម្នាក់នឹងមានមុនស្នេហ៍ម្នាក់នឹងនិយាយមកមានគួរឲ្យស្រឡាញ់ស្នេហ៍ពិតនឹងគឺវាចេញពីចិត្តនេះវាជាចំហាយនឹងចក្រវាលហ្នឹងណាព្រោះយើងជាមនុស្សយើងមានធាតុទាំង4គុំនៅក្នុងហ្នឹងនៅពេលដែលយើងគិតអាក្រក់ជាមួយអ្នកណាភ្នែកយើងចឹងចំហាយហ្នឹងក៏វាភាយព្រោះយើងមានធាតុទាំង4នៅក្នុងខ្លួនយើងណាបងអញ្ចឹងมันគេហៅថាគិតបែបណាវាសនាបែបហ្នឹងព្រោះការគិតវាមាន energy មួយយ៉ាងខ្ញុំធ្លាប់ឮពេលយើងបាត់ចូលចិត្តគេចឹងហើយពេលយើងស្រឡឹងទៅម្នាក់ហ្នឹងចេះឥទ្ធិពលពីយើងគេហៅថា devil eye វាស្រឡឹងទៅអាចបាច់និយាយអាចដាក់ប្រាសាលើអ្នកនឹងបានហើយដូចមនុស្សខ្លះគាត់យើងនិយាយពុបយើងមើលខ្សែភ្នែកគេម្នាក់នឹងស្អាតតែមើលនៅតែមួយផ្លែតមានអារម្មណ៍ថាដូចមានអារម្មណ៍ថាមិនចូលចិត្តម្នាក់នឹងស្អុកស្អាប់ម្នាក់នឹងតែអ្នកខ្លះនៅចិត្តអុយម្នាក់នឹងគួរឲ្យស្រឡាញ់ស្គាល់គេដូចមានចំហាយតិចនៅចិត្តយើងតិចឬគេទៅធ្វើការកន្លែងណាកន្លែងនោះជួយឲ្យកន្លែងនោះរីកចម្រើនលក់ដូរអីក៏គេលក់ដាច់ព្រោះអីចិត្តគេមានមេត្តាណាសាសនាព្រះពុទ្ធបរិញ្ញាតែម្យ៉ាងគឺការមានមេត្តាមេត្តាករុណាមុទិតាឧបេក្ខាវាត្រូវតែមាននៅក្នុងចិត្តមេត្តាហ្នឹងគឺធ្វើឲ្យមនុស្សនឹងស័ក្តិសិទ្ធិមកមិនចាំបាច់ទៅបញ្ចុះអាគមបញ្ចុះអីទេធ្វើខ្លួនជាមនុស្សដែលគិតល្អមួយមនុស្សជំនាញខ្លួនមានមេត្តាអូខេអ្វីដែលជួយបានជួយចាប់អារម្មណ៍ខ្ញុំឮបងនិយាយមិញបានតែម៉ាត់ទេតែខ្ញុំគិតថាបងជុភ័យគាត់ជាមនុស្សដែលមើលលោកក្នុងផ្លូវល្អខ្ញុំនិយាយថាខ្ញុំមិនមែនជាមនុស្សល្អអីណាទេតែជាមនុស្សចូលចិត្តធ្វើអំពើល្អគ្មានអ្នកណាទៅលើកខ្លួនឯងតែខ្លួនគ្មានអ្នកណាល្អ perfect គ្រប់យ៉ាងទេខ្ញុំអាចតែមានអំពើអាក្រក់តែអាក្រក់របស់ខ្ញុំធ្វើតែលក្ខណៈថាឧទាហរណ៍ខ្ញុំអាក្រក់ណាអាចតែសម្ដីតែបើឲ្យទៅឈ្នានីអ្នកណាដែរលើកដៃហ្មងមិនឈ្នានីអ្នកណាទេជាតិនេះបើអ្នកណាចង់ឈ្នានីជុភ័យអហោសិកម្មឲ្យជាតិនេះអត់សុំមិនឈ្នានីអ្នកណាហងឲ្យអត់ចង់ឈ្នះអ្នកណាធ្វើចង់ឈ្នះចិត្តខ្លួនឯងកុំឲ្យស្អប់អ្នកដទៃសុំតែប៉ុណ្្នឹងហ្មងពេលដែលគិតថាស្អប់ខ្ញុំខ្លាចពាក្យនឹងខ្ញុំខ្លាចចិត្តខ្ញុំអញ្ចឹងខ្លាចតែតែនឹងហ្មងអូខេទទួលស្គាល់ថាជាមនុស្សដែរពាក្យសម្ដីมันអាចជាមិនផ្អែមតែពាក្យសម្ដីនឹងវាចេញពីចិត្តពាក្យសម្ដីមិនមែនការសម្ដែងពាក្យសម្ដីខ្ញុំតែវាជាសម្ដីដែលខ្ញុំចេញពីចិត្តអត់ព្យាយាមមើលទៅវ៉ាវដូចអូយប៉ាកែសម្ដីផ្អែមអត់ទេជាមនុស្សបែបហ្នឹងអញ្ចឹងអ្វីដែលខ្ញុំខ្លាចបំផុតខ្លាចខ្លួនឯងនឹងជាមនុស្សស្អប់អ្នកដទៃខ្លាចចិត្តខ្លួនឯងនឹងទៅមានវេនមានកម្មមួយគេអញនឹងព្យាបាទថ្ងៃអញនឹងតាមកំតិចថ្ងៃតបានខ្លាចត្រង់នឹងហ្មងបន់ខ្លួនឯងតកុំព្រោះខ្ញុំដឹងថាតើយើងម្នាក់រស់បានប្រហែលឆ្នាំទៀតខ្ញុំនេះអញ្ចឹងនៅពេលដែលមានជីវិតហ្នឹងខ្ញុំត្រូវទៅឈ្នានីអ្នកណាមែនខ្ញុំត្រូវប្រើជីវិតហ្នឹងមានក្តីសុខបំផុតជាមួយខ្លួនឯងជាមួយគ្រួសារខ្ញុំនិងមនុស្សនៅក្នុងរួមលោកទាំងអស់គ្នាឲ្យថ្ងៃណាមួយដែលខ្ញុំលែងនៅត្រង់នេះហើយឲ្យគេនៅចងចាំឈ្មោះខ្ញុំបងជុភ័យបងឯងមានដឹងអត់ថានៅពេលដែលបងឯងចែកម្លែកប៉ុននៅលើ social media ឬក៏ចែកម្លែកពួកខ្ញុំបងឯងបានប៉ុនណាពួកឯងកំពុងតែធ្វើជា soft power មួយដែលជំរុញមនុស្សផ្សេងទៀតដែលគេអត់ចង់និយាយថាគេចង់ធ្វើដែរប៉ុន្តែវាចិត្តណាដូចគាត់និយាយអត់មានកងតាអត់ដឹងថាបើកងតាទៅបើកភ្លើងបាទគាត់អត់ដឹងអ្នកខ្លះក៏ខំនិយាយថាអូយបងអូយមករឿងធ្វើប៉ុននេះខ្ញុំមិនគ្មានអាណាឈ្នះខ្ញុំទេធ្លាប់មានមនុស្សមកនិយាយដែរអញ្ចឹងតែជីវិតខ្ញុំនៅតែជួបមនុស្សមិនល្អស្មាតោះធ្វើប៉ុនក៏មិនប្រកាសថាយើងត្រូវតែជួបមនុស្សល្អយ៉ាអញ្ចឹងមិនថាធ្វើប៉ុនហ្នឹងដើម្បីឲ្យជួបមនុស្សល្អចាអញ្ចឹងពេលខ្លះវាអាចវាត្រូវតែអញ្ចឹងវាត្រូវអញ្ចឹងប៉ុនមាន2យ៉ាងចាដូចបងឯងចឹងធ្វើប៉ុនចង់បានប៉ុននិងធ្វើប៉ុនមួយត្រឹមជាអំពើល្អខ្ញុំធ្លាប់ធ្វើប៉ុនចង់បានប៉ុនហើយប៉ុនក៏បានដែរឲ្យយើងមានជួបមនុស្សល្អជួបគូក្រងល្អជួបធីមការងារល្អជួបការងារល្អជួប fan ល្អអាហ្នឹងគឺប៉ុនហ្នឹងតែខ្ញុំស្ថាបនា develop គេហៅថាស្ថាបនាមកតង់ទៀតគេហៅថា
ធ្វើព្រោះវាជាអំពើល្អ ធ្វើឲ្យសប្បាយចិត្តខ្លួនឯង បើគេសួរថានឹងឯងធ្វើចង់បានប៉ុនមែនអត់ទេតែចង់បានអីខ្ញុំឃើញវាជាអំពើល្អតែប៉ុណ្ណា ល្អបង បានប៉ុនដូចស្មាតោប្រៀបដូចខ្ញុំដាំដើមផ្កាអញ្ចឹងបើបងឯងអង្គុយថាត្រូវបងឯងអង្គុយផ្កាបងត្រូវតែផ្លែដឹងហើយត្រូវបានផ្លែតែខ្ញុំអត់ផងតែមួយថ្ងៃដាំផ្កាព្រោះខ្ញុំឃើញថាវាស្អាតតែប៉ុណ្ណាបានផ្លែទោះបីជាខ្ញុំប្រាប់ថាទោះបីថ្ងៃមួយវាមានផ្លែមកខ្ញុំប្រាប់ថាមិនមែនរបស់ខ្ញុំវានៅតែរបស់ខ្ញុំអញ្ចឹងខ្ញុំមានទូនាទីធ្វើតែ ដាក់ជីដាំស្រោចទឹកទៅ ដាក់ជីគឺការយើងធ្វើរាល់ថ្ងៃអញ្ចឹងមែនទេដូចរឿងនិទានមួយចំប្រពន្ធជាម្ចាស់គាត់មានក្មេងមួយសួរប្រពន្ធជាម្ចាស់ថាប្រពន្ធជាម្ចាស់បើមនុស្សយើងគង់តែងាប់មិនដែរយើងធ្វើអំពើល្អត្រូវអីម្នាក់ត្រូវងាប់ប្រពន្ធជាម្ចាស់ត្រាស់វិញថាញោមដែលឃើញគេដាំផ្កាអត់ដែរគេដាំផ្កាដើម្បីអីដើម្បីស្រស់ស្អាតហើយផ្កាវានៅយូរអត់យូរផងហើយគេអញ្ចឹងគេដាំវាធ្វើអីក៏ដើម្បីភាពស្រស់ស្អាតសេចក្តីល្អក៏ដូចគ្នាទោះបីអាជីវិតយើងរស់នៅផែនដីយូរមែនតែសេចក្តីល្អរបស់យើងពេលងាប់ទៅក៏នៅតែអ្នកចាំហើយនៅពេលដែលយើងនៅរស់ហ្នឹងក៏វាស្អាតអូយម្នាក់នឹងល្អម្នាក់នឹងគឺគ្រប់គ្នាស្គាល់យើងគាត់ល្អ5អ្នកថាមិនល្អតែមួយលានអ្នកគេថាគាត់ល្អដូចជាផ្កាដេកដាំលំអអត្តន័យឃើញងាយយល់ហ៎ ចាំ នឹងអំពើល្អក៏ដូចគ្នាធ្វើមិនឲ្យចង់យកមុខមែនអត់ទេវាជាអំពើល្អវាធ្វើឲ្យខ្ញុំមើលទៅជាមនុស្សល្អតែប៉ុណ្ណឹងបានប៉ុនថ្ងៃយកប៉ុននេះមិនបាច់ប្រាប់ទេប៉ុនខ្ញុំបានខ្លួនឯងស្រាប់អត្តនោម័ត ទោះមិនបាច់ប្រាប់ក៏ទោះថាមិនមែនរបស់ខ្ញុំក៏វានៅតែជារបស់ខ្ញុំ ដាំឲ្យលឹកផ្លែចេញស្វាយអត់ ច្បាស់ជាឥឡូវហ៎ បងឈ្នាននេះគេបើគេថាជីវិតបងឯងសុខអត់ ច្បាស់ជាអត់ហើយ យ៉ាងណាមិញគិតបែបណាវាសនានឹងជាបែបនោះ បាទ ការគិតនាំវាសនាយើងទៅ យ៉ាអូខេអ្នកនរគ្នាដែលកំពុងទស្សនាកម្មវិធីតុកភ្លឺ background នេះគ្រាន់តែជា intro និយាយពីអេផ isode មុនបន្តិចអត់ចូលសាច់រឿងយើងទេណា តែយើងស្ដាប់ជក់ខ្លាំង ហ្នឹងហើយប៉ុន្តែប្រហែលជាខ្ញុំមុនគិតមុនហ្នឹងប្រហែលជាម្លងពាក្យនេះបន្តិចខ្ញុំចង់ឲ្យនិយាយអាហ្នឹងមួយសារទៀតដើម្បីចែកម្លែកឲ្យគ្នាយើងបានដឹងបន្ថែមជាមួយនឹងថាតើស្អីគេហ្នឹងបាប់បនយើងនិយាយខ្លីខ្លឹមឲ្យគ្នាយើងងាយយល់ភាសាទៀត ចាព្រោះថានិយាយហ្មងនិយាយពីចិត្តហ្មងតាំងតែតុកភ្លឺ background គេណាអ្វីដែលខ្លួនឯង feeling ណា បាទ ដែលខ្លួនឯងមិនមែនបកកាយនិយាយរឿងខ្មោចទេគឺមហាជនចាប់អារម្មណ៍រឿងបនបាបបនគុណទោសរហូតដល់ពេលខ្លះខ្ញុំចាប់ទូរស័ព្ទមកនិយាយតែរឿងលើកកម្លាំងចិត្តទិញទួយគាត់អ្នកមើលច្រើនណាតែជាមនុស្សមួយដែល soft power រឿងលើកកម្លាំងចិត្តគេអញ្ចឹងណា លើកកម្លាំងចិត្តបានបនបងព្រោះអីមនុស្សឥឡូវហ្នឹង ដូចស្មានទៅ បញ្ហាផ្លូវចិត្តច្រើន ឃើញខ្ញុំនិយាយថាคลิปដែលខ្ញុំចូលចិត្តធ្វើឲ្យលើកទឹកចិត្តមនុស្សមិនឲ្យមនុស្សបាក់ទឹកចិត្តណាដូចគឺជាមនុស្សចាប់អារម្មណ៍ច្រើនជាខ្ញុំប្រហែលជារឿងព្រីថ្មប់នេះមនុស្សនិយាយច្រើនទៅវាជាធម្មតា បាទ តែអាពេលដែលខ្ញុំធ្វើបាបបនកន្ទោហ្នឹងទៅមនុស្សគេបានផលគេ feedback ហើយធ្វើតគ្នាអញ្ចឹងណាព្រោះមនុស្សដូចខ្ញុំនិយាយអញ្ចឹងមនុស្សភាគច្រើនមកសារភាពប្រាប់ជុកភ័យថាជុកភ័យអើយឯងធ្វើបនធ្វើចិត្តឈួតជីវិតនៅតែក្រហាមដែររឿងបនមានអាណាឈ្នះអញជុកភ័យព្រោះអីអត់ដាក់ទិសឲ្យគេផងចេះរាល់តែងាយណារាល់តែធ្វើអំពើល្អឲ្យតែធ្វើអំពើល្អណាយើងអត់ទៅទេណាភាគច្រើនមនុស្សយើងអត់ទៅអីទាំងអត់ សូមឲ្យក ូនចៅរស់ស៊ីមានបានសូមឲ្យកូនចៅមានតិចតិចុំសូមឲ្យកូនចៅឲ្យប្តីស្រឡាញ់សូមឲ្យខាងចូលសុំអញ្ចឹងអាត្មានិយមស្លាប់ សុខសុខសប្បាយ សុំសុខសុខសប្បាយហ្នឹងឃើញទេភាគច្រើន99%គឺអញ្ចឹងទាំងអស់គ្រាន់តែដោតធុកពុបបារមីក៏សុំដែរព្រះអង្គចេញព្រះអង្គចោលមកសូមឲ្យកូនចៅលក់ដីដាច់មកព្រះអង្គអើយតែបើយើងលះបង់ក្តីសុខខ្លួនឯងដើម្បីអ្នកដទៃបានឡងមកវិញច្រើនណាហ្នឹងអ្វីដែលខ្ញុំចង់បញ្យល់គឺមានមេត្តាឧទាហរណ៍មនុស្សកំពុងដេកឈឺដេកមិនដែរសុំទានខ្វិនម្នាក់អញ្ចឹងឡាន10ឧទាហរណ៍ឡាន10ជិះផុតហើយតែមានឡានមួយជិះហើយបកមកវិញដោយសារអីចិត្តគេមានមេត្តាហើយមេត្តានឹងគឺជាអ្វីដែលពិបាកហឺបំផុតក្នុងមនុស្សមួយលាននាក់បើសិនជាជួបមនុស្សដែលមានមេត្តាในចិត្តខ្លួនណាសំណាងល្អធ្វើបុណ្យល្អព្រោះបើយើងមិនងាយនឹងជួបមនុស្សល្អមិនងាយនឹងជួបមនុស្សដែលលះបង់ខ្លួនឯងដើម្បីយើងទេតើតែគេស្រឡាញ់យើងជាប្តីជាប្រពន្ធឬស្អីម្យ៉ាងទើបគេលះបង់តែបើត្រឹមជាមិត្តភក្តិធម្មតាគេលះបង់អីណាក៏មិនការដែលលះបង់ទៅឲ្យអ្នកដទៃមិនមែនទៅថាយើងជាមនុស្សងងទេណាបាទអ្នកផ្សេងអាចតែគិតថាយើងជាមនុស្សលងតែយើងយ៉ាងធម៌ប្រពុតយើងធ្វើអំពើល្អ យើងមានសន្តានចិត្ត មិនបាច់ភ័យទេមនុស្សល្អមេឃដីមិនឲ្យនេះទេទេវតាតាមហេតុអាសាចាំទុកចាអូខេបងប្អូនទាំងអស់គ្នាឥឡូវយើងចូលដល់សាច់រឿងរបស់បងជុកភ័យហើយមិននេះបងគាត់ស្ដាប់របៀបឈៀលហើយសប្បាយចិត្តចឹងណាតែឥឡូវនេះខ្ញុំសូមទុកឱកាសឲ្យបងជុកភ័យតោះបង រឿងដំបូងមានចង់ដឹងរឿងអីខ្លះតែខ្ញុំពិបាកនឹងនិយាយដែរឥឡូវនិយាយពីរឿងវត្តចិត្តនេះរឿងនេះគឺជារឿងរបស់ Michael ស្គាល់ Michael ហ៎ទុំទាវឆ្នាំ2016ហក់ធាក់គ្នានេះ សាច់បាត់ទេ តែឃើញហ៎គាត់ឈ្មោះ Michael រងថ្ងៃគាត់ជាអ្នកសិល្បៈហ្នឹងហើយអ្នកសម្ដែងស្រីបងម៉ាដូណាហ្នឹងហ្នឹងហើយដែលគាត់គូមុខកំ pl ែងហ្នឹង
มันใหญ่แผลยอมอันนี้จีเรื่องด่านนี้จีเรื่องได้กอดเมา ចែក cái hay cái chay đầm lè cho mối nhom chẳng hả nhóm trăm hưởng sền anh ấy hưởng quạt sân quạt bọ từ ca chăn pi pon buồn anh ấy bong này là vụ chật đó đằng á ca chăn pi pon buồn kê mình hai sợi đi cả thiệt បាទបាទ pi ở tay phượng tới vót chật đó vào độ đồng dương nữa hơi sớm mấy đúng đằng ấy chăn pi pon buồn cả miền toàn miền này làตัวรศัพท์ไอ้นานี่อัดเมียนเต้ไม่เคยหนึ่งปอนใสหนึ่งมาได้เตยลวกแกมีดักหลักข่าวแต่แกดักหมกวอดเนี่ยได้เตยพนมเจตระดังไงทำพนมเจตระปัวนะแต่เตยเนี่ยพนมดองนึง ធ្លាប់ទៅបងធ្លាប់ นึงไงคือมีเคยวอดหนึ่งหมกวอด ចា ตายโดยซาไม่เคยครัวซาน่ะดังตีเตยปีไข่ตั้งหนึ่งกระพุ้งจามเตยปีไข่มาเกดเตยดักเปื่อ បាទ มากรมยังเตยก็น้อมเนี่ยเตยลวกกาชุกลวกทุก ចា ลวกทุกลวกกาชุก បាទ tới đó có mình đang chập cái lại ná tới chập trong cái lại khởi vọt chết rồi hỏi mà tô bong đèn đây vọt khởi vọt chết rồi sớm mấy trăm people buồn cho comment phong sớm mấy nó cứ mặt lời mặt đông khởi vọt chết rồi nó cứ cho ra cái này mình tên cho ra cái này hiện tại cái cứ sầm lấp nia phong plan phong ai phong chẳng ពោ hạn ស្ងាត់តែ phố ngạt phố chết đây chia phải chia đây lum nè đè nơi vọt chết rồi các trăm people buồn đằng này បាទ đó bây nâng tới mấy khởi cái đó cái chập đã chặt đã ấy đã thông đã cả chục cả ấy chẳng á tai ọt miên mà đứa cái phía chớn mà đứa cái tới khăn một vọt ở dưng nè mà bị khai đắng tới chắp cái lại kia có chắp cho mà cái lại khởi ăn khởi chẳng á trẻ cho ta ê mình mau một mùi bơi vô bay lụa ọt đặt chẳng á lụa ọt đặtผู้อัดมีมาดึงมาข้างเขยวอดนึงเต้จังอ่ะก็ถ้าไปให้จังไงนึงยืงมาจับกระไรเขาให้จำสายจำยืงตะลุนหมกวอดเว้นจังนะจังละเงียดนึงนอมเนียจองมงจองไอ้เด็กนึงเต้เนี่ยลุกาชุกลุทุกลุtiềnนึงอ่ะจองทงจองไอ้เด็กนึงจองมงยังเต้สมัยน้องนะเราไปยังเต้ไม่เคยก็ยี่ทางหยุบล้างอ่ะได้ซาเพียบขมิ้นจองแต่มือละข่าวแต่มาเอาเต้กันนะแต่มาเด็กลุเป็นเนี่ยบงใส่ลวดจังปีมงมงยืงtớiแขกกะตีดิสมัยต้องยืงซะเนี่ยกรอตออกเนี้ยไหมเนี่ยมาลูกกาชุกไหมเนี่ยก็จังปีมงดาวหอยสมาโตดาวอนจังดาวมีเพลเวียงนะเวียงสายเวียงพมมัดเสมียนเต้พมเกลือเสมียนเต้มวยเต้เวียงสายให้มันมีเพลกันเจ๊จะได้เวียงตัวเตี้ยกัดเพลนั่งไงเพลลมได้หอยนั่งตัวเตี้ยหายมีนไผ่ให้มันดาวบกวอดบ้านั่งอธิบายตอนเนี้ยนั่นเดินพนมเจตระจังไงพวกท่มนั่งไงพนมเจตระนั่งพวกนี้รู้นั่งข้างเขยพนมให้ถเวียงมาครั้งเนี่ยนั่นก็แล้วนึงด้วยกระลังแปะดาพนมใช่ไหมแปะดาพนมแต่มีเพลย์มีเพลย์ลมหายขี้นี้กันใหญ่ท่าไอ้ก็อาจได้เพียบขมิ้นจังตัวมือหลักเขาก็เป็นเนี่ยบ้องดาวตอกให้หลึกมีเพลือขายเพลือก็ดาแต่อันโดยเพียบขมิ้นอายุต่ำมันบุญชนำดับชนำนั่งไอ้ปะโอนนั่งต่ำใบชนำได้นั่งเตยปะโอนใส่นั่งเตยจมูกขี้ยังเตยมาสตูดาบันพลือแสนติ๊กขึ้นขมิ้นมาปีน้ำดังเนี่ยย้อมเธอตัวจะไม่เคยจ้ะนะไม่เคยย้อมเธอจะตัวอ่างไม่เคยไอ้ก็กระทาขมิ้นมาปีน้ำแต่หยาดเพราะยังขมิ้นด้วยขี้ยังตะกวากระทาปะหายจะเกตมือกับหลักเขาด้วยขี้จังนะก็ดาเตยสัวอ้อนหายแต่หน้าแต่มาบอกไอ้ตัวมือหลักเขาเหม็นนั่งไงตัวมือหลักเขาจังตาจำย้อมจุนเตยไอ้มาปีน้ำก็บันสัวทำมาปีน้ำปีไหนขมิ้นได้เพียบขมิ้นจังนะก็ดามันติ๊กตื้อมีนเพลสมาตัวchỉ phơi những chọn khăn là bay từ một tiết á một tiết về miền phơi sẻ hay miền đàm trừ hay miền tờ bầu miền ấy chẳng á đó bị đào từ đò bàn pi chẳng ngày nâng và hai chị phèm mai không mấy nâng á không mấy nâng được chụp chẳng á chụp hiến chụp sẵn ngã chân tinh ta đã về ní nghe chụp được toàn chẳng đào từ một chẳng á tại mày khơi nâng khơi tôi hỏi đi chọn phơi tại khơi mà chậm hiền hàng nọ khơi đôi thà mà tôi miền phơi lan che bị dẫn lan nơi tận nàoอันนี้เพลย์นะยังแผลอันนี้เพลย์ไมเคิลโอนวิให้นั่งขมิ้นนั่นไหนเหแต่มาจำเฮียงเพลย์ครั้งนอกมีนขมิ้นใส่มุ้ยปกมาได้ปีเนี่ยกันขมิ้นใส่นั่งเหอชลองมาให้ลานมาปีnàoลิงขมิ้นนั่งวิอัดดาวตัวตะหมองเต้วิอัดดาวตัวตะหมองนะวิเหอชบไมเคิลก็ชบตามลิงเสียบเหอปีจังไงนั่งไปให้เชียปีใบไม้แต่จังลานมาปุ๊บบกนี่ตะหมองนะบกได้แบบปนนั่งนอมโกนั่งชลองมาขนาดหอยลานหอยตะลุมมีคันว่าบกพังไม่เข้าขอคืนจังได้เพียบขมิ้นอ่ะพอยลิงรถเปล่ารถชลองตัวเปล่ายังหมองอ่ะรถอ่ะดูจะอุ้ยรถแต่พเนจมือมาเคยถ้าเคยตลาดนึงอารมณ์ขมิ้นก็บอกคืนสอทับบกพังยังหมองดูเหอโครนไอเหอชลองตัวบอกว่าคืนมาปีแต่ไหนให้อันนี้กี่ชลองใช่บอกพังยังไม่เข้าต้องหุดปลด
តើមកងាកមើលក្រោយតែអត់ឃើញមនុស្សសោះឃើញតាឡានទៅតាឡានដីហុយទលោម ឡានទៅធម្មតា ទៅធម្មតាតែអត់ឃើញមនុស្សផ្លោងទេហើយក៏ Michael ពីអ្នកប្អូនហ្នឹងក៏ឡើងបែកញើសស្រាក់ក៏ដើរលើភ្លឺស្រែហ្នឹងណា បាទ តែអត់មាត់អីទេចេះឆ្ងល់អ៊ុយមិនទេអញ្ចឹងណាដល់ពេលពឹបដើរមកសធុះអញ្ចឹងក្មេងហ្នឹងក៏ប្រាប់ថាបងអើយបើដើរទៅមានគេហៅបងឯងកំចូលណាហើយថៃកាត់អីមែនមានអីមែនធ្វើ Michael ក៏សួរក្មេងអញ្ចឹងអត់មានអីទេគាត់ថាបើមានពីណាហៅពីណាអីមិនបាច់ទេដើរទៅតាមខ្ញុំមក ដល់ពេលដើរអញ្ចឹងភ្លឺអាប់មេភ្លឺផ្លូវភ្លឺដើរទៅអញ្ចឹងឃើញស្មាតោវា Michael ថាប្រហែលជាភ្នោឬមិនដឹងទេជាភ្នោដូចដើរអញ្ចឹងនៅស្ដាំដៃពីទៅនឹងទៅទ្រួទៅកផែងវត្តនេះទៅកផែងវត្តហ្នឹងប្រហែលជាគេហៅប្រហែលម៉ែត្រ3ម៉ែត្រទេណាដើរអញ្ចឹង3ម៉ែត្រទៅដល់មុខអញ្ចឹងឃើញមនុស្សស្រីហ្នឹងអង្គុយលើតបោកឃើញមនុស្សស្រីហ្នឹងអង្គុយលើតបោកហ្នឹងដូចពលឺប្រច័នមកឃើញជាមនុស្សស្រីពេលអាវសសពុតខ្មៅអង្គុយអញ្ចឹងហីដូចអញញឹមអញផ្សេងចេះអញ្ចឹងហើយទៅក្មេងហ្នឹង Michael ក៏ប្រាប់ថាក្មេងហ្នឹងក៏មកបងបើលឿនដើរតាមខ្ញុំមកក្មេងហ្នឹងដឹកដៃ Michael ដឹកដៃ Michael ថាមកតែលឿនមកមិនបាច់ដើរមកលឿនមកតែ Michael មានអារម្មណ៍ថាខ្លាចតែនឹងគេអត់មកចិត្តយើងទេ Michael ថាអត់មកចិត្តទេនៅឈរនៅដបោកក្របដើមឈើតែភ្លើងប្រច័នវាចាំងចូលទៅឲ្យឃើញជាមនុស្សអញ្ចឹងឃើញមនុស្សស្រីអញ្ចឹងហើយអញញឹមឲ្យបក់ដៃអញ្ចឹងអានេះខ្ញុំក៏ឲ្យខ្ញុំសួរ Michael ថាថៃអានឹងមានន័យថាម៉េចទៅអាខ្មោចហ្នឹងឯងបើចូលទៅគឺវាលាក់យើងហ្នឹងឯងហើយតែក្មេងហ្នឹងសង្ស័យជាមរិញគង្វាហើយ Michael ទៅដល់ពុបក៏ជូនទៅក៏ទៅដល់កន្លែងនេះអញ្ចឹងណាវាខ្លីតិចជូនក៏ទៅដល់កន្លែងល្ខោនក៏មើលល្ខោនអត់មកវិញទេ Michael ថាអូនអត់មកទេអត់ទេបងខ្ញុំទៅផ្ទះហើយខ្ញុំជូនមកឯងទៅមុខល្ខោនទៅផ្ទះហើយពួកប៉ាខ្ញុំហើហើយឃើញវាដើរចូលទៅព្រៃនោះបាត់ទៅមិញទៅណាហើយដល់ភាពក្មេងក៏គ្នាអត់មានឆ្ងល់អីពួកយើងចាស់អញ្ចឹងណាហើយដល់ពេលហ្នឹងព្រលឹមឡើងមកវិញម៉ែវាយទៅទៅព្រឹកបានមកវិញហ្នឹងហើយអត់មានមកវិញទេបើជួអាហេតុការហ្នឹងអត់មកវិញទេគឺដេកនៅមើលល្ខោនព្រោះអីល្ខោនលេងដល់ភ្លឺសម័យហ្នឹងហ្នឹងអាហ្នឹងរឿងទី1របស់ Michael ដែល Michael នេះហ្នឹងគឺវាចង់ខ្មោចលើអញ្ចឹងតែបើឲ្យអាគុំអានេះមិនមែនជាអាគុំអមអានេះជារឿងខ្មោចលើបាទអាគុំផ្សេងអានេះជារឿងខ្មោចលើអូខេនេះគឺជាសាច់រឿងទី1ដែលបងបានចែកម្លែកគឺជាសាច់រឿងរបស់មិត្តភក្តិគាត់ Michael សៃទាវបាទមកចែកម្លែកគាត់ហើយគាត់មកចែកម្លែកយើងតអញ្ចឹងខ្លីៗងាយតែគេហើយទី short ព្រោះថាពីច្រើនខ្មោចលើវាមានតែខ្លីៗអញ្ចឹងឯងមិនមែនយើងវែងពេកទៅហាវាទៅជានិយាយស្អីហ្នឹងនិយាយវែងពេកដូចជារឿងតែខ្ញុំអត់អីយើងនិយាយខ្ញុំចូលចិត្តអ្វីដែលអូខេមិត្តភក្តិនិយាយមកអាហ្នឹងគឺ experience របស់គេយើងមកនិយាយតអញ្ចឹងខ្លះភាគច្រើនរឿងដែលអាចនឹងវែងភាគច្រើនតាក់ទងនឹងអាគមហ្នឹងភាគច្រើនវែងអាគមមួយទៀតបងអូនប្រុសម្នាក់អានេះនិយាយពី real fan ដែលតាមដាន page របស់កញ្ញាជុភ័យប្រកាសជាធ្លាប់ឃើញកញ្ញាជុភ័យជួយក្មេងប្រុសម្នាក់ក្មេងប្រុសហ្នឹងគឺក្មេងប្រុសដូចស្មាតទៅវងកញ្ចក់បន្តិចទៅ no drama គឺត្រូវអំពើគេបាទត្រូវអំពើគេទៅមើលវីដេអូចាស់ទៅហើយកុំភ្លេចចូល comment page ខ្ញុំផងក្មេងប្រុសហ្នឹងខ្ញុំទៅដល់ចៃដល់ខ្ញុំទៅលេងនៅក្រែកពញាក្រែកបាទខ្ញុំទៅលេងពញាក្រែកគឺមិត្តភក្តិរបស់ខ្ញុំទៅលេងពញាក្រែកនៅមិត្តភក្តិរបស់ខ្ញុំអាសាទៅពួកយើងទៅលេងមិត្តភក្តិយើងនៅពញាក្រែកស្រាប់ហើយត្បូងខ្មុំទៅលេងហើយខ្ញុំក៏មិត្តភក្តិប្រាប់ថានោះបងអូនម្នាក់នេះយើងដាក់ឈ្មោះថាបងអូនឈ្មោះអារៀមចាស់ណែរៀមតាឈ្មោះអារៀមចាបងយើងកុំនិយាយឈ្មោះគេយើងឈ្មោះអារៀមចាស់ណែជុភ័យនោះនៅកណ្ដាលភូមិកូននោះដូចត្រូវអំពើគេជុភ័យអើយពីមុនណាអាកូននឹងបកកែណាលេងភ្លេងពិនពៀតអីលេខ1ហ្មងអានៀតឯកអានៀតអីស្គរអីវាចាប់មកផ្លេចវាចេះលេងឆ្លាតកូនហ្នឹងអាយុតែ16ហ្នឹងឆ្នាំវើមែនអីហើយមិនទៅមានអីម៉ែអញឃើញស្មាតោអត់ធ្វើអីទេរងថ្ងៃវាពាក់តែកាម៉ាមួយវាឈរអញ្ចឹងវាឈរសម្លឹងមើលដីឈរមកកន្លែងអញ្ចឹងឈរមកកន្លែង5ម៉ោង10ម៉ោងរហូតដល់ល្ងាចម៉ែក្លៀនបាយស៊ីបាយមកឈរអញ្ចឹងទៀតហើយបបត់មួយទឹកអង្គុយចាក់អញ្ចឹងទៅអស់ទឹកអញ្ចឹងដែរអស់ទឹកពីកធនឃើញមែនអ្វីដែលខ្ញុំឃើញពឹបគឺក្មេងប្រុសម្នាក់នោះនៅក្នុងคลิปវីដេអូក៏នៅដល់ឥឡូវហ្នឹងគឺអញ្ចឹងសន្លឹងមើលអីគឺសន្លឹងមើលដូចមនុស្សមានតែប្រស័យភ្នែកតែមានវិញ្ញាណយល់ទេហ្នឹងដូចអត់មានវិញ្ញាណណាហើយខ្ញុំសួរថាថៃបានអញ្ចឹងត្រូវអំពើគេម៉ែឪពុកនិយាយថាត្រូវអំពើគេត្រូវអំពើមិនយើងសុំអត់និយាយអ្វីដែលយើងសុំកាត់យើងខ្លាចនិយាយទៅប៉ះពាល់អីចឹងយើងក៏អត់និយាយទេយើងទុករក្សាសិទ្ធិនិងគោរពគេអូខេគាត់និយាយថាថ្ងៃនោះទៅលេងស្រុកក្មេងហ្នឹងគឺជាក្មេងដូចយើងទូទៅឲ្យឆ្លាតទៀតរៀនបកាយណាអាយុតែ16ក្មេងប្រុសហ្នឹងណាបាទឈ្មោះអារៀមហ្នឹងថ្ងៃមួយហ្នឹងគាត់នាំទៅលេងផ្ទះខាងញាតិគាត់មុនកើតរឿងមួយថ្ងៃនាំទៅលេងនៅផ្ទះញាតិគាត់ប្អូនស្រីគាត់ទៅដល់ពុបដេកគាត់ថាគាត់ដេកអញ្ចឹង
តែថ្ងៃនោះដេញហើយស្អែកឡើងគាត់មកវិញអារៀមហ្នឹងនៅផ្ទះជាមួយប្អូនស្រីគាត់ហ្នឹងប្អូនគេហៅគេមីងហ៎នៅមួយមីងនៅមួយមីងហ្នឹងឯងដល់ពេលដេកចឹងទៅមានមីងមានប្តីមីងហើយមានប្អូនស្រីរបស់អារៀមហ្នឹងបាទអូខេដល់ពេលហ្នឹងទៅដល់ពេលថ្ងៃដែលម៉ែត្រឡប់មកវិញយប់ឡើងអារៀមហ្នឹងក៏ប្រាប់ម៉ែថាចេះពេលត្រឡប់ទៅផ្ទះវិញណាថាម៉ែអើយមិនសមមិញម៉ែឯងមានទៅហៅខ្ញុំអត់ព្រោះពេលដេកពេលម៉ែមកចឹងវានៅផ្ទះនឹងតែយប់ឡើងយប់ថ្ងៃដែលម៉ែមកផ្ទះវិញហ្នឹងណាតែនៅផ្ទះមីងហ្នឹងណាគឺមានមនុស្សមកគោះទ្វារតុកហៅរៀមអើយរៀមជាសំឡេងម៉ែហើយរៀមក៏ថាបាទម៉ែតែបើកមើលអត់មានម៉ែមកប្រហែលជា8យប់ឯណាខ្ញុំបើកជួយគេចូលខ្លួនឯងបាទម៉ែស្មាម៉ែមកអញ្ចឹងណាក៏អត់ចាប់អារម្មណ៍ក៏ព្រលឹមឡើងក៏មកផ្ទះខ្លួនឯងវិញដែរចាប់ផ្ដើម2 3ថ្ងៃក្រោយមកក៏មានអារម្មណ៍ថាចេះប្រាប់ម៉ែខ្ញុំដូចខ្លួនអត់សូវស្រួលខ្លួនទេម៉ែសៀវអត់ស្រួលខ្លួនទៅរៀនបានអត់ម៉ែចេះចុះអញ្ចឹងណាពីមួយថ្ងៃទៅមួយថ្ងៃកូននឹងក៏អត់ស៊ីបាយអត់ស៊ីទឹកអត់នេះនោះក៏ឈានចូលដល់ដំណាក់កាលនោះនៅអញ្ចឹងម៉ែខ្ញុំសួរថាអូចាំមីងអត់នាំកូនមីងឯងទៅរកគ្រូអូខ្ញុំរកអស់ហើយចង់គ្រូខ្មែរគ្រូបកែណាស់ណាតែចេះដល់ពេលហ្នឹងយើងគេស្គាល់ច្រើនខ្ញុំប្រកាសទៅលីងមានគ្រូមួយហ្នឹងស្គាល់តែពេលនោះខ្ញុំថតคลิปក្មេងនោះឲ្យគេមើលសិនគឺក្មេងហ្នឹងអង្គុយចឹងខ្ញុំចាប់ទាញមុខវាអូនមើលកាមេរ៉ាទាញអត់ទៅតែខ្ញុំមានធំរឹងទាញអត់ទៅហើយភ្នែកអញ្ចឹងខ្ញុំពិបាកនឹងអធិប្បាយដែរអានឹងអ្វីដែលខ្ញុំឃើញខ្ញុំពីមុនខ្ញុំមិនសូវជឿអញ្ចឹងទេខ្ញុំឃើញនៅខ្លួនឯងហើយคลิปហ្នឹងនៅតែដល់ឥឡូវហ្នឹងដល់ពេលហ្នឹងវាស្រឡឹងមើលដីចឹងហើយកឡើងចឹងចង់កោងហ្នឹងលាកតាកាម៉ាមួយឈើមើលដីចឹងហើយដល់ពេលហ្នឹងទៅខ្ញុំថាអូខ្ញុំអាណិតខ្ញុំកើតក្តីអាណិតដល់គ្នាក្មេងហ៎បាទកើតក្តីអាណិតខ្ញុំអញ្ចឹងធ្វើម៉េចខ្ញុំឡាយមានអ្នក support ថាបងជុភ័យខ្ញុំអាចជួយក្មេងនឹងបានមានគ្រូហ្នឹងមានគ្រូចូលក្នុង comment ខ្ញុំអូគេអាណិតហើយคลิปហ្នឹងផ្ទុះអ្នកគាត់អ្នកចុច like 200k 200k ផ្ទុះក្នុងពេលទៅគ្រូហ្នឹងនៅខ្នល់តតឹងហើយក៏មានបងម្នាក់ហ្នឹងក៏គាត់លក់កណាត់នៅផ្សារថ្មីហ្នឹងគាត់អ្នក sponsor ទៅមើលទៅថ្លៃគ្រូប្រហែលចឹងខ្ញុំឲ្យខ្ញុំយកទៅមែនខ្ញុំថាឥឡូវខ្ញុំអាប់ដេតខ្ញុំនាំនេះឲ្យម៉ែឪគេហ្នឹងណាហើយក៏អរគុណទៅដល់កាកបាទក្រហមនៅពេលដែលខ្ញុំប្រកាសទៅកាកបាទក្រហមគាត់ចូលទៅជួយទៀតណាជួយគ្រួសារនោះហើយគ្រួសារនោះប្រមែនហើយជួយអ្នកចិត្តនោះទៀតអរគុណកាកបាទក្រហមទៅជួយប្រជាពលរដ្ឋខ្មែរយើងពេលនោះកាកបាទក្រហមទៅជួយទៀតមានអារម្មណ៍ខ្លួនឯងជាតួឯកស្រីភ្លាមជាស្នេហ៍ចិត្តធម៌ភ្លាមហ្នឹងណាដល់ពេលនោះទៅយកក្មេងខ្ញុំអាប់ដេតពេលដែលក្មេងនោះខ្មោចនោះគូមានមតិជាច្រើនណាអ្នកខ្លះក៏ចេញចូលចឹងណាម៉ែឪនោះក៏ទៅជាមួយខ្ញុំក៏បើកឡានយកក្មេងនោះទៅថតមួយคลิปម្ដងណាពួកបងប្អូនចាំមើលណាខ្ញុំនឹងអាប់ដេតបើសិនជាក្មេងនោះមានអាការៈល្អខ្ញុំនឹងអាប់ដេតម្ដងទៀតក៏ថតទៅដល់ផ្ទះគ្រូពុបគ្រូចាប់ដើមអូខេនៅនឹងសិនហើយអត់ឲ្យតាណាឯងម៉ែពីអ្នកប្រពន្ធគាត់ក៏នៅនឹងដែរនៅមួយកូនហ្នឹងហើយនៅមើលកូនម៉ែនោះគាត់ទៅគិតថាប្រហែលជាមើលមិនជាទេបើគាត់មើលកូនគាត់ឡើងពី3ឆ្នាំអស់ចិត្តអីហ្នឹងចៃដន្យអីគ្រូហ្នឹងគេប្រាប់ខ្ញុំថាចេះជុកភ័យកូនហ្នឹងគឺត្រូវអំពើគេហើយគេសូនរូបកូនហ្នឹងគេយកព្រលឹងកូនហ្នឹងកំតិចចោលគេយកព្រលឹងកូនហ្នឹងកំតិចចោលហើយព្រលឹងហ្នឹងវាទៅទុំនៅលើដើមឈើដូចកំតិចអញ្ចឹងវាទៅប៉ះលើដើមឈើតតែធ្វើពិធីចូលដើមគុំយកមកដាក់កូនហ្នឹងមែនដូចបែងចានឆ្នាំងបែកអីមកគុំអញ្ចឹងអាហ្នឹងចាំយើងនិយាយមករឿងទៀតរឿងដួងកែវដួងវិញ្ញាណយើងហ្នឹងណាបាទដួងកែវរបស់គាត់ត្រូវគេកំតិចអស់ហើយអញ្ចឹងមានតែរូបទេអត់មានវិញ្ញាណទេដូចថាគេព្រលឹង4 10ហត់ចែកជើងគ្នាស្មាតចូលទៅមើលក្នុងវីដេអូហ្នឹងភ្នែកយើងសម្លឹងគ្នាយើងតែមានបស្រីមែនអត់នោះបស្រីភ្នែកមានតែអត់មានវិញ្ញាណដូចមនុស្សខ្ញុំឃើញខ្លួនឯងខ្ញុំស្រកទឹកខ្ញុំឡាយបដាឡាយនោះឲ្យសោយនៅដល់ឥឡូវទៀតខ្ញុំក៏មិនដឹងខ្ញុំឡាយបដាខ្ញុំយកម្ដងខ្ញុំអាណិតខ្ញុំមហាជន fan របស់ខ្ញុំហ្នឹងនាំគ្នាជួយជានេះទៅបងជុំឲ្យយកទៅគ្រូខ្លះអូគ្រូវត្តណាវត្តនេះតែចៃដល់យើងមាននិស័យនឹងគ្រូនឹងផ្លេចភ័យទៅតឹងហ្នឹងលោកគ្រូក៏ប្រាប់ថាគេកំចាយព្រលឹងកូននឹងបាត់ហើយក៏ត្រូវធ្វើពិធីទៅប្រម៉ែប្រមោតាមស្លឹកឈើស្លឹកអីគេប្រើញៀនរបស់គេតាមវិធីរបស់គ្រូអញ្ចឹងណាអូខេខ្ញុំក៏ទុកគាត់មានគាត់ឪពុកម្ដាយគេ2នាក់ទៅ3នាក់ណានៅជំផ្ទះគ្រូនឹងទៅប្រហែលជា4ថ្ងៃម៉ែនេះហ្នឹងម៉ែរបស់អារៀមហ្នឹងក៏ប្រាប់ថាចង់ទៅទេតែគ្រូប្រាប់ថាទេមកប្រាប់ខ្ញុំនៅពេញណាកុំឲ្យគាត់ទៅអីឲ្យគាត់នៅប្រហែលជា3ថ្ងៃទៀតទៅព្រោះប្អូនហ្នឹងកូនហ្នឹងគឺយើងប្រមូលវិញ្ញាណមកឥឡូវមានព្រលឹងប្រលះវិញហើយជាមនុស្សនិយាយបាននិយាយអីវិញបានហើយធ្វើឲ្យខ្ញុំជឿហ្មងនិយាយបានហើយអញ្ចឹងឲ្យគាត់3ថ្ងៃទៀតតោះខ្ញុំបិទទូរស័ព្ទពីលោកគ្រូពុប
xong pe bay ngày tiệt rồi ôi ọt bàn ấy phổ chào tiệt du ấy ọt ấy ye phần nâng vị trí ấy ấy ye chụp hay bên phần nâng mình ở con này vị trí ấy ye chặt nhom có anh chui lần vào phần em chọn ai cồn nâng chi à chị đạt mời ơi thà diện toàn ấy chẳng á chị ấy đạt nhom chọn chị ấy đạt phổ chặt nâng ăn nát mền tên ban sóc chặt chầm nái pe về lia hai fan nhom có chầm nái thạ vị ca nữaแต่quạtปีนี้เดี๋ยวปนกวาดทาโกนกวาดจีไอ้แต่ขู่เตะมันย้อมท่าบานไปจะเพียเลยที 80% rồi hai นั่นแต่จะเพียเลย តែម្លងពេលនៅគាត់នៅកន្លែងផ្ទះគ្រូហ្នឹង3 4ថ្ងៃហ្នឹងបាយមានបានតែអឺតមើល អត់ទេគឺគ្រូអាប់ដេតរហូត គ្រូ ថាកូនគឺยังមានតែតែ គ្រូថាអូខេហើយគ្រប់យ៉ាងគឺនេះហើយកូនចាប់ដើមវិលមកមាន ណាទេ មកចេះនិយាយពួកពីមុនអត់និយាយស្ដីទេចង់អាណាសួរអីក៏សួរទៅគឺឆ្កឹងអញ្ចឹងដល់ពេលហ្នឹងខ្ញុំថាអូខេបើមីងចង់ទៅផ្ទះក៏ទៅចាចាំខ្ញុំជិះឡានពីពេញខ្ញុំមីងទៅកំពង់ចាមវិញជិះពីពេញចូលភ័យទៅយើគាត់ទៅផ្ទះយកគាត់ទៅផ្ទះគាត់ទៅខ្ញុំទៅដល់ផ្ទះពឹបកូននឹងអញញ៉ាំញ៉ាំមកមានคลิปកូននឹងអញញ៉ាំញ៉ាំមានអាคลิปមុនយកទៅមើលគ្រូនិងអាคลิป feedback មានទាំងពីរនៅក្នុង page ក្នុងចូលទៅមើលទៅដល់ពេលនឹងទៅលេងស្រាប់តាកូននឹងអញញ៉ាំញ៉ាំខ្ញុំសួរស្គាល់ជុំអីបងជុកភ័យកូននឹងគឺខ្សែភ្នែកមានព្រលឹងដូចយើងមានប្រស័យព្រៃមានព្រលឹងមកវិញហ្នឹងណាធ្វើឲ្យខ្ញុំជឿថាអីមានរឿងចឹងមែនណ៎ជីឡានមកអញ្ចឹងខ្ញុំសួរឆ្ងាញ់អត់នំឆ្ងាញ់តែរបៀបដូចមនុស្សធម្មតានៅធម្មតាមកមាននិយាយលេងអីផ្សេងទៀតដែរបងហើយខ្ញុំសួរអីគ្នាក្មេងប្រងតែនិយាយណាស់ណាតែយើងដឹងតែក្មេងនឹងធម្មតាប្រក់ក្តីហីដល់ពេលហ្នឹងទៅលេងស្រាប់តាមុននឹងចូលទៅដល់ក្រែកយើងមិនចូលវត្តនេះសិនចាំបានទេថាវត្តចិត្តផ្ទះយ៉ាងមកអីអត់ណៃឃើញសិនមកចាំអត់មាននិពន្ធទេរៀលហ្មងអញ្ចឹងដល់ពេលវត្តកតួតវត្តកតួតអូខេយើងក៏ជីដល់ស្ពេនគីសូណាណាយើងមិនរៀមឆ្ងាញ់អត់នំយើងយើងបើកឡានម្ដាយយើងឆ្លៀតមើលទៅក្រោយគេអញញឹមម៉ាក់យើងទេឆ្ងាញ់បងគឺមនុស្សធម្មតាខ្ញុំនៅក្នុងចិត្តអូរំភើបថាពីមនុស្សម្នាក់ឈរឆ្កឹងអត់បត់អត់កទាញតែមុខមិនទៅផងតែជាមនុស្សមានវិញ្ញាណវិញខ្ញុំសប្បាយចិត្ត80%ខ្ញុំគិតថាល្អហើយ80ខ្ញុំគិតថាគ្រប់យ៉ាងនឹងល្អជាងហ្នឹងហើយមានអីជិះទៅដល់វត្តកតួតទៅផ្ទះហ្មងតែម៉ែគេថាអូយកុំចូលវត្តសិនចូលវត្តទៅរកលោកគ្រូសិនស្មាទៅលោកគ្រូសម្ពោធគាត់នេះហើយចាអធិការវត្តគាត់អនិច្ចកម្មសកតគាត់សកតបាត់ហើយចាឲ្យដល់គ្រាន់ថាគាត់ចូលទៅដល់វត្តលោកគ្រូស្រ័យទឹកស្រ័យអីឲ្យបន្តិចលេងស្រាប់តែគាត់ដូចតែនេះអញ្ចឹងដូចបាក់មិញហ្នឹងបាក់ស្បាតតែចិត្តខ្ញុំក៏អូខេយើងជួយគាត់បានត្រឹមប៉ុណ្្នឹងអាហ្នឹងគឺយើងមានវេនមានកម្មជាមួយគាត់បានប៉ុណ្្នឹងហើយអ្វីដែលខ្ញុំជុកភ័យនិយាយមុខវត្ថុស័ក្តិសិទ្ធិខ្ញុំចូលទៅក្នុងវត្តហ្នឹងហើយខ្ញុំលើកដៃបន់ស្រន់បើសិនបងអូនរៀមគាត់វិលមកធៀបដើមវិញខ្ញុំសុខចិត្តបន្តអាយុខ្លួនឯង5ឆ្នាំព្រោះខ្ញុំអាណិតក្មេងហ្នឹងពួកគ្នាជាក្មេងបរិសុទ្ធខ្ញុំចង់ឃើញជីវិតមនុស្សម្នាក់ដែលឈរអញ្ចឹងត្រឡប់មកដូចខ្ញុំវិញអញ្ចឹងណាខ្ញុំសុខចិត្តលើកដៃបណ្ណមុខអង្គបដិមាករហ្នឹងនៅក្នុងវត្តហ្នឹងតែពេលតវត្តមានស្រោចទឹកឬក៏ធ្វើអីអត់ទេខ្ញុំប្រោះទឹកមុនជប់លោកគ្រូប្រោះទឹកមុនគាត់ក៏ដូចលុបខ្សែភ្នែកចឹងគាត់កិច្ចខ្សែភ្នែកចឹងដូចកិច្ចខ្សែភ្នែកតែមានប្រហែលជាចំណាយពេលប្រហែលម៉ោងដែរនៅវត្តអត់ទេតែមកផ្លែតគាត់ចុះពីលើឡានហ្នឹងទៅរកលោកហើយបើឯងទៅគាត់ឃើញปุ๊បខ្ញុំជូនគាត់ដាក់ផ្ទះហើយខ្ញុំក៏បកមកភ្នំពេញវិញមកហើយក៏មានមិត្តភក្តិខ្ញុំដែលនៅហ្នឹងមិត្តភក្តិខ្ញុំចិត្តស្និទ្ធដែលនៅចិត្តផ្ទះគាត់ហ្នឹងក៏អាប់ដេតឲ្យខ្ញុំនេះរហូតហ្នឹងអាការៈរងថ្ងៃគាត់ហ្នឹងលើសដើមដល់កម្រិតណាដែរបងចាប់ហែកអាវខ្លួនឯងចោលអញ្ចឹងទៅដាក់ច្បាក់ជើងអញ្ចឹងទៅថ្ងៃខ្លះហ្នឹងយកដៃហុកភ្នែកខ្លួនឯងទៅឲ្យឈឺអញ្ចឹងទៅឈាមខ្វាយចុះខ្វាយឡើងអញ្ចឹងខ្វាយភ្នែកខ្លួនឯងអញ្ចឹងទៅដល់រាល់ថ្ងៃហ្នឹងតែម្ដងដល់រាល់ថ្ងៃហ្នឹងចាំគឺនិយាយទៅដូចនិយាយអញ្ចឹងខ្លីសុភាសិតណាសត្វលោកទៅតាមកម្មរបស់សត្វលោកទៅតាមដែលខ្ញុំស្ដាប់ទៅគឺបងជុកភ័យគាត់ខំអស់ពីសមត្ថភាពរបស់គាត់ហើយសូម្បីតែពេលដែលគាត់ទៅដល់វត្តហ្នឹងក៏គាត់លើកដៃប្រណម្យសូមឲ្យកាត់អាយុខ្លួនឯងទៅមានន័យថាគាត់មកតោខ្ញុំហេតុតែចង់ជួយជីវិតក្មេងម្នាក់ហ្នឹងតែយើងក៏អត់ដឹងដូចគ្នាថានៅពីក្រោយបេក្រៅហ្នឹងវាយ៉ាងម៉េចទៅយ៉ាងណាអីចឹងណាចាអត់ដែរអាណិតមនុស្សណាដូចក្មេងម្នាក់ហ្នឹងសុកចិត្តលើកដៃប្រណម្យនៅក្នុងវត្តអត់នេះហ្មងកន្លែងពហិហ្មងលើកដៃប្រណម្យដៃចិត្តថាបើសិនជាបងអូនរៀមនឹងត្រឡប់មកដូចដើមខ្ញុំសុកចាត់កាត់អាយុខ្ញុំ5ឆ្នាំចោលអូខេសម្រាប់គ្នាយើងដែលកំពុងទស្សនាកម្មវិធីតុកភ្លឺ background ងឹតតាមពិតសាច់រឿងនេះនៅវិញច្រើនជាងនឹងទៀតយើងលាក់សាច់រឿងកន្លែងក្រោយហ្នឹងរៀងមួយដុំធំហើយមួយដុំសំខាន់
គឺ ព្រោះវា ដឹងគ្រប់យ៉ាងហ្មង យើង ដោយសារវាប៉ះពាល់មនុស្សដែលកំពុងតែគាត់រស់នៅប្រចាំថ្ងៃខ្លាំងពេក ខ្ញុំយើងមិនចង់និយាយអីវិញ ហ្នឹងហើយយើង យើងមិនចង់ឲ្យគេទៅជាមនុស្សអាក្រក់ បាទហើយរឿងនេះរឿងពិតបោះបងជុកប្រៃគាត់ចុះទៅធ្វើផ្ទាល់ហើយសរុបលទ្ធផលចុងក្រោយគឺបងក៏គាត់នៅតែឈឺជំងឺនឹងដដែលហើយលើសដើមទៀតដល់ថ្នាក់ដាក់ច្បាក់ជើងហែកអាវធ្វើបាបខ្លួនឯងដល់ថ្នាក់យកដៃខ្វេះភ្នែកខ្លួនឯងក៏មានដែរ កាច ហ្នឹងហើយអញ្ចឹងសាច់រឿងនេះបើអ្នកអស់គ្នាបានស្ដាប់គាត់និយាយក្រៅមិញបានដឹងថារន្ធត់ប៉ុណ្ណាប៉ុន្តែយើងអាច បញ្ចេញសាច់រឿងទាំងអស់បាន សាច់រឿងទាំងអស់បានអញ្ចឹងយើងសូមអធិស្ឋានអ្នកនរគ្នាយើងសូមលាក់បន្តិចទៅ ឲ្យដឹងថាខ្ញុំធ្វើអស់ពីសមត្ថភាពហើយប៉ុណ្ណឹង ខ្ញុំស្ដាប់មកមិញខ្ញុំចាប់ផ្ដើមពីចំណុចដំបូងដែលបងឯងប្រាប់មកខ្ញុំគិតថាបងនឹងជាតា ហ្នឹងហើយខ្ញុំទៅលឺពេលគាត់ចេញទៅក្រៅនិយាយមួយក្រុមការងារទៅបានខ្ញុំហៅបិទទៅជាតាមមុនហ្នឹងខ្ញុំអត់ចង់លឺទេព្រោះខ្ញុំចង់ surprise ពេលដែលខ្ញុំស្ដាប់ ខ្ញុំស្មានជាដល់ពេលចុងក្រោយវាលើដើម រឿងហ្នឹងកើតតាំងពី2022 ហើយមិនធ្ងន់ធម្មតាធ្ងន់ហើយមានអាមូលហេតុធ្ងន់ណាខ្ញុំអ្នកនរគ្នាច្បាស់ជាឆ្ងល់ថាក្រែងជា 80% ឯងមិនបាននៅអញ្ចឹងតែកុំភ្លេចនៅ 20% ទៀតហ៎អ្នកនរ ក៏ចូលទៅក្នុងវត្តគឺដូចចាញ់ច្រាប ហ្នឹងហើយអញ្ចឹងអ្នកមើលគាត់អាច ចាណាតែស្មារតី តាមនឹងចោលពួកដោយសារតែយើងត្រូវរក្សាសិទ្ធដែរ បាទអានេះដូចរបៀបខុនឈាមលាប់ខុនពវៀនលាប់អាចជីហើយអត់មើលអាជីដូចលាប់អញ្ចឹងមានសាច់រឿងលាក់បាំងខាងក្រោយនឹងច្រើនអ្នកនរគ្នាប៉ុន្តែយើងអត់អាចបញ្ចេញបានអញ្ចឹងក៏សូមទោសពុកម៉ែបងប្អូនទាំងអស់គ្នាដែលយើងអត់អាចបញ្ចេញសាច់រឿងទៅ 100% ទៅកាន់ពុកម៉ែបងប្អូនបានហើយសង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចបញ្ចេញបានយើងនឹងបញ្ចេញ អូខេឥឡូវយើងដូចជា set ដល់ហើយមើលទៅម្នាក់ៗដូចយើងទម្លាក់ទឹកមុខហើយ អេបងមើលដូចអត់ញៀននៅខ្សែភ្នែក ទេលក្ខណៈថាវាជារឿងមួយដែលវាដកជាប់នៅក្នុងចិត្តអញ្ចឹងណាយើងបងដែលឃើញប្រៀបដូចមនុស្សញ៉ាំបាយអត់ឆ្អែតទេ បាទ អារម្មណ៍អត់ អស់ចិត្ត អត់ចិត្តយ៉ានៅតែប៉ុណ្្នឹងវានៅតែដកជាប់អញ្ចឹងពួកចង់ជួយជីវិតមនុស្សគ្មានខ្ញុំគិតថាការដែលជួយជីវិតមនុស្សនឹងគ្មានបនណាធំជាងជួយជីវិតមនុស្សទេមនុស្សចិត្តលងទឹកឲ្យបងឯងជងដៃទៅជួយបនណាធំជាងទេហ្នឹង ហ្នឹងហើយ អញ្ចឹងតែធ្វើអីបាន អូខេ ហើយខ្ញុំអាចធ្វើអីបានព្រោះថាខ្លាចនិយាយច្រើនអាចតែខ្លាចតែខុសអញ្ចឹងនិយាយច្រើនខ្លាចតែ ប៉ះពាល់ ខ្លាចតែខ្លួនឯងជាមនុស្សមិនល្អអញ្ចឹងតែគាត់ប្រាប់ថាអូខេខ្ញុំធ្វើល្អបំផុតហើយនៅក្នុងករណីរឿងបងអូនរៀមហ្នឹងធ្វើអស់ពីសមត្ថភាពហើយធ្វើអស់ពីចិត្តហើយតែប៉ុណ្ណឹង តោះឥឡូវយើងបានស្ដាប់ជាមួយនឹងសាច់រឿងរបស់បងឈុកភ័យហើយដែលតាក់ទងជាមួយនឹងការធ្វើអំពើហើយដូចគាត់បានរៀបរាប់អញ្ចឹងណា ដែលបើយើងនិយាយពីរឿងអំពើវាមានច្រើនយ៉ាង ចា ធ្វើមិនបានត្រូវអំពើដឹងអ្នកខ្លះខ្ញុំដឹងបើ ចែកម្លែកមួយបង ចែកម្លែកមួយរឿងអំពើស្មាតោតែថាធ្វើអំពើគេធ្វើបានច្រើនយ៉ាងពេលខ្លះអំពើគេធ្វើតាមផ្សែងបារីធ្វើតាមកឡង់ កឡង់ សត្វកឡង់ដែលឃើញសត្វកឡង់ដែលឃើញវាហើ អូអាខេបការហ្នឹងហ៎ នៅសត្វកន្លងស្គាល់កឡង់ទេ អត់តែធ្លាប់ទៅ តែឃើញសត្វហោះចូលផ្ទះយើងហ៎បើសត្វហ្នឹងហោះចូលផ្ទះដូចកឡង់អីវាមកប៉ះសក់យើងដឹងតែយើងធ្វើអំពើគេហើយពួកគ្រូពួកហ្នឹងវាប្រើមកជាមួយកឡង់ហ្នឹងដែលឃើញសុកអីមិនបើហោះចូលផ្ទះកឡង់ហោះចូលផ្ទះអាហ្នឹងវាអត់ប៉ះយើងមិនអីណាតែបើវាកឡង់មកប៉ះសក់យើងដឹងតែយើងឈឺបើគេចង់ធ្វើយើងស្លាប់នៅ3ថ្ងៃគឺ3ថ្ងៃភ្លាមហើយអំពើហ្នឹងមានអំពើតាមឡាមអំពើតាមមជុលអំពើតាមតសៃសក់ហើយពួកហ្នឹងគេដាក់មិនដឹងអត់ថៃបានគេដាក់ការដឹងអត់ទី1គេមានហុកយើង ហុកដែរមានណាគេមាន មានហុកយើងទី2គេមានតសៃសក់យើង DNA តសៃសក់យើងឬខោអាវរបស់យើងឬក៏ដីក្រោមស្បែកជើងដែលយើងជាប់ហ្នឹងធ្វើត្រូវទាំងអស់តែថៃបានគេធ្វើត្រូវមនុស្សយើងកើតមកមានគ្រូសំណុំសវ៉ាទាំងអស់បើយើងអត់កាន់នឹងត្រូវភ្លាមចាំបានគេថាឧទាហរណ៍នេះមានគ្រូពួកកើតទៅត្រូវមានគ្រូខាងឪពុកគ្រូខាងម្ដាយឬគ្រូសំណុំសវ៉ាម្នាក់ត្រូវមានទាំងអស់តែដោយសារយើងអត់គោរពដល់ពេលអត់គោរពគេធ្វើអំពើពុបគ្រូយើងឲ្យធ្វើហ្មងតែបើយើងធ្វើគោរពបារមីគ្រូយើងទប់អត់ឲ្យត្រូវអញ្ចឹងកុំឆ្លោះតែបើម្នាក់នឹងធ្វើអំពើគេបានហ្នឹងដោយសារតែយើងអត់ធ្វើគ្រូបាត់ជាយើងអត់កាន់គ្រូខាងឪពុកឬអត់កាន់គ្រូសំណុំសវ៉ាពួកមនុស្សម្នាក់កើតមកសិតតែមានគ្រូទាំងអស់តែយើងគោរពមិនគោរពតែប៉ុណ្្នឹងបើយើងអត់គោរពគេធ្វើយើងចូល ខ្លះគេអត់ដឹងដូចខ្ញុំអត់ដឹង យើងអត់ដឹងបងឯងទៅរកគ្រូដែលគេចេះមើលគេដឹងគេថាបងឯងមានគ្រូខាងណាដូចខ្ញុំអញ្ចឹងគ្រូខាងឪពុកធំទៅក៏រៀបគ្រូសំណុំសវ៉ាអញ្ចឹងទៅបើចោលមួយយ៉ាងទៀតធ្វើនឹងតាមអាស្អីគេធ្វើតាមដុំដីមិនចឹង ដុំដីហ្នឹងដូចផ្ទះបងឯងអញ្ចឹងដូចខ្ញុំស្អប់បងឯងតែបងឯងដាំផ្កាខ្ញុំធ្វើដាក់ដីអញ្ចឹងទៅដល់ញុកចូលទៅក្នុងគុំផ្កាបងឯងហ្នឹង គេមានច្រើនវិធីអញ្ចឹង អូច្រើនណាស់រឿងពើហ្នឹងតោះតែគ្រូបងឯងខ្លាំងទៅគេធ្វើមិនត្រូវមនុស្សម្នាក់មានគ្រូទាំងអស់គ្រូសំណុំអ្នកខ្លះកើតមកមានសង្វាហ្មងអត់គ្រប់អត់ជឿអញ្ចឹងគេធ្វើមកត្រូវបណ្ដោយតែបើបងឯងជឿគោរពគេថ្ងៃសិលឲ្យធុកលឺហឹងកងម៉ាយើងអីហើយគេ
lư អាសនៈ អាសនៈយើងហ៎ទៅធ្វើអត់ត្រូវទេ ហើយខ្ញុំគិតចេះហេតុអីបានអាធ្វើអំពើហ្នឹងយើងធ្វើបានតែរឿងមិនល្អហេតុអីក៏ធ្វើអត់បានរឿងល្អឧទាហរណ៍ខ្ញុំឧទាហរណ៍ខ្ញុំធ្វើអំពើឲ្យយ៉ារិនខ្លាចជាមានហ្មងខ្ញុំទៅធ្វើអំពើឲ្យយ៉ារិនអញ្ចឹងខ្ញុំទៅធ្វើអំពើឲ្យបងឯងខ្លាចជាជំទាវអញ្ចឹងធ្វើអំពើបែបល្អមកចាត់បានអញ្ចឹងធ្វើអំពើបានន័យថាអាក្រក់ហ្មងយល់ខ្ញុំនិយាយអត់ Yes លើផែនដីហ្នឹងភាពល្អភាពអាក្រក់វានៅគូគ្នាស្រីគូប្រុសអាក្រក់គូល្អតែគាត់ថាអំពើអាក្រក់មិនអាចឈ្នះអំពើល្អបានតែអំពើអាក្រក់ពិតពលខ្លាំងណាស់តែវាមិនអាចឈ្នះអំពើល្អ ហៅមុន បាន ខ្មៅ ចាំបានខ្ញុំឆ្ងល់ណាស់ធ្វើអំពើឲ្យអ្នកជំនាញខ្លួនធ្វើអំពើឲ្យទាំងអស់យកសក់យកអីទាំងអស់ធ្វើឲ្យពួកនឹងមាន យើងធ្វើអំពើអាក្រក់ដូចយើងនិយាយអាក្រក់ដែរអ្នកដទៃដែរឃើញហ៎តែគេស្អប់ជេរគេផ្លែតគេស្អប់ឃើញអត់ហ្នឹងអញ្ចឹងអារឿងអំពើហ្នឹងក៏ពិបាកនឹងអធិប្បាយនិយាយមែនទេ បាទ វាជារឿងដែលពិបាកនឹងអធិប្បាយមែនតែនអាតំណត្រង់នេះក៏មិនទាន់មានពីណាអធិប្បាយថាថៃគ្រាន់តែយកនេះមកសោតមកនេះចាក់យើងក៏អាចធ្វើឲ្យយើងនេះយើងស្លាប់បានយើងអាសេះអាសោះធ្វើឲ្យយើងឈួតបានអាតនេះខ្ញុំក៏មិនទាន់ជ្រៅតតែអ្នកដែលមានប្រាជ្ញាជាងខ្ញុំថងចំណុចហ្នឹង បាទគេអាចយល់ស៊ីជម្រៅ ដូចឧទាហរណ៍បើយើងមិនយល់ពីសម័យពុទ្ធកាលមិនយល់គឺយើងសួរព្រះពុទ្ធជាម្ចាស់ បាទ តែឥឡូវសម័យឥឡូវតតែជាលោកអង្គណាដែលគាត់មានសិលខ្លាំងឬគាត់មានប្រាជ្ញាញាណខ្លាំងគាត់អាចប្រាប់ថាថៃអំពើគ្រាន់គេសូនរូបខ្ញុំសោះចាក់ខ្ញុំសោះមិនក៏ទៅជាខ្ញុំនៅដេកនេះឈឺខ្ញុំវាអត់យល់ដែរថងហ្នឹងតែអារឿងធ្វើអំពើល្អទេអានឹងវិជាសាស្ត្រអាចនេះបានរឿងដែលព្រះពុទ្ធជាម្ចាស់ព្រោះសាសនាព្រះពុទ្ធជាសាសនាជាមួយនឹងវិជាសាស្ត្រ ធម្មជាតិ ព្រះពុទ្ធគាត់និយាយថាធ្វើល្អបានល្អធ្វើមនុស្សធ្វើល្អតែបាទគាត់ពីងកាមនុស្សអញ្ញឹមជារឿងធម្មតាខ្ញុំអញ្ញឹមដាក់គ្រប់គ្នាអ្នកគ្រប់គ្នាមើលមកខ្ញុំគេប្រកាសថាជុំព្រៃជាមនុស្សរស់រាយគេញ៉ាំជារឿងធម្មតាតែបឹកប្រកាសជាចងចាំថាអុយមិននឹងឆ្លើយម៉េះអាហ្នឹងគេនឹងវាពិសោធន៍បាន បាទគេតាមធម្មជាតិវាជាធម្មជាតិសាសនាពុទ្ធជាមួយ Robert Einstein ហ៎ទៅបី Robert Einstein ក៏ជឿលើព្រះពុទ្ធជាម្ចាស់សាសនាពុទ្ធណា Albert Einstein ពិតជាបាននិយាយពាក្យហ្នឹងមែនគឺជាសាសនានៃធម្មជាតិនៃការពិតនៃធម្មជាតិហ្នឹងឯងមិនមែនសាសនាឲ្យជឿលើអរុក្ខអរិយអ្នកតាអីអត់ទេឲ្យពិសោធន៍ដោយខ្លួនឯងចឹងណាគ្រប់យ៉ាង make sense ហ្មងអត់គ្រាន់តែជាការគិតឲ្យជឿដូចយើងមុនអាគមដូចថាខ្ញុំចាំមកចូលចឹងឈឺបងឯងមែនទេខ្ញុំអត់ហ្នឹងហើយតែបើប្រពុតអត់ទេធ្វើល្អដាក់ខ្ញុំអ្នកនឹងទទួលបានផលល្អទៅវិញអំពើល្អនឹងការពារអ្នកហ្នឹងហើយគេហៅថាអត្តហេអត្តនោនាថោខ្លួនទីពឹងខ្លួនគឺអំពើល្អដែលខ្ញុំធ្វើហ្នឹងណាដល់ថ្ងៃណាឧទាហរណ៍ដូចខ្ញុំធ្វើពើល្អថ្ងៃណាមួយមានចោលនៅពីមុខខ្ញុំតែដៃមិនវេនកម្មខ្ញុំអត់មានមួយចោលហ្នឹងផងអត់ផ្លាត់ខ្ញុំទេផ្លាត់អ្នកផ្សេងទៅហ្នឹងហើយតែស្អីព្រោះចំហាយរបស់ខ្ញុំនឹងចោលនឹងវាអត់ត្រូវគ្នាវាញ៉ាំមានចំហាយអាក្រក់ដាក់ចោលនឹងផងតែជាគេហៅពវៀងណាហើយម្យ៉ាងទៀតគេហៅទេវតាថែរក្សាដឹងអត់ធ្វើម៉េចឲ្យមានទេវតាថែរក្សាធ្វើអំពើល្អហើយមិនចាំបាច់ទាមទារផលធ្វើគិតថាខ្ញុំធ្វើព្រោះវាជាអំពើល្អមិនបាច់ចង់នឹងថាបានប៉ុនឬមិនបានប៉ុននេះតែប៉ុណ្្នឹងបាទអូខេបានមកចឹងបងឲ្យយើងមានសាច់រឿងទី2អត់រឿងទី2មិនហ្នឹង2ឯដែរមានណារឿងល្ខោនមួយរៀបមួយរឿងទី3អូខេរឿងទី3រឿងទី3ជារឿងរបស់ម៉ៃឆិតអ្នកនៅប៉ោយប៉ែតម៉ៃឆិតគឺជាគ្រូនេះហើយរឿងហ្នឹងនិយាយបានទាំងអស់និយាយបានទាំងអស់អូខេអានេះនិយាយបានទាំងអស់មនុស្សពិតរូបរាងពិតរស់នៅដល់ថ្ងៃយើងអត់មានស្អីគេហៅគិតមកខ្លួនឯងតែខ្លួនឯងទេមានទាំងអស់រូបរាងពិតរឿងរបស់គ្រូភ័យគឺមានកន្លែងពិតមនុស្សពិតរឿងពិតយ៉ាងអូខេម៉ែឆិតគាត់គឺជាភេទទី3ម្នាក់អាយុឥឡូវគាត់60ហើយណា60ហើយគាត់គ្រូមើលបៀអ្នកនៅប៉ោយប៉ែតស្គាល់គាត់ទាំងអស់ខ្ញុំជឿថានៅពេលដែលចេញ EP នេះទៅប្រកាសជាមានអ្នក comment រឿងម៉ែឆិតហ្នឹងព្រោះខ្ញុំក៏អាសាមើលម៉ែឆិតហ្នឹងដែរពីមុនណាគឺគាត់អត់ប្រកែអីទេគាត់ប្រកែរឿងបើកបៀច្បាស់យ៉ាងជំនាញគាត់ហ្មងគាត់ថាបានមិនបានគឺមិនបានបើកបៀប៉ក់បើកបៀបើកបៀប៉ក់អញ្ចឹងយកបៀធម្មតាដៃឆ្វេងបើកបានលឹកដៃសាមបើកហ្នឹងហើយបានលឹកឧទាហរណ៍ខ្ញុំថាមើលថ្ងៃហ្នឹងឧទាហរណ៍លក់ដីខ្ញុំបានឬមិនបានបើកមកពឹបបានពីមនុស្សស្រីតែប្រហែលជា3ខែទៀតច្បាស់បើបើកពឹបមិនបានគាត់បាទខ្ញុំអាសាជឿគាត់មិនមែនថាប្រម៉ូតគាត់ទេខ្ញុំគ្រាមួយខ្ញុំធ្លាប់ប្រម៉ូតគាត់មែនហើយកូនចៅកូនសិស្សគាត់ច្រើនណាហើយគាត់ជាគ្រូអត់ទាទំនឹបទេប្រហែលក៏បានខ្ញុំតសើគ្រូអត់រៀងអាភាគរយជឿហ្នឹងខ្ពស់គ្រូអត់ទាទំនឹបក៏អត់ទីទេព្រោះគាត់ប្រាប់ថាដាក់ប្រហែលតាមសទ្ធារបស់កូនតែកុំឲ្យថាកុំដាក់ហ្មងប្រហែល500 1000កម្រៃយកដែរឲ្យតែថាកុំឲ្យអត់សោះព្រោះវាជាខាតំណមគ្រូហ្នឹងហើយបកត្រឡប់ទៅកាល50ឆ្នាំមុននៅព្រៃវែងបក50ឆ្នាំមុនចាំមានន័យថាម៉ៃឆិតទៅអាយុ10ឆ្នាំចាអាយុ10ឆ្នាំជារឿងរបស់ឪពុកគាត់នេះបងឲ្យថែមតែ3រឿងទៀត
ជុំវិញស្រុកខ្មែរបាទ មិនហ្នឹង ចុះបកគ្រប់ខេត្តអស់ហើយ មែនតា បើស្មៃបកគ្រប់ខេត្តអស់ហើយណាយើងទៅគ្រប់ហើយណា អត់ទេមែនទេអត់មានបករហងៃគាត់នៅប៉ោយប៉ែត ហ្នឹងហើយ តែដើមកណ្ដាលគាត់គឺគាត់នៅភ័យវែងអ្នកភ័យវែងតែរហងៃគាត់នៅប៉ោយប៉ែត បាទ គាត់អ្នកប៉ោយប៉ែតតែពីដំបូងគ្រួសារគាត់នៅភ័យវែងនៅកន្លែងបាភ្នំឈើកាច់បាភ្នំហើយគាត់និយាយថាចេះសម័យមុនគេមានការគេការ3ថ្ងៃ3យប់ណា ការ3ថ្ងៃ3យប់មានបុកលាក់បុកអីការសម័យ50ឆ្នាំមុនសូមអ៊ំចាស់សេរីកុងយើងមិនដឹងកំមុំដូចខ្ញុំអត់ដឹង ជាង8ជាងអី អើ50ឆ្នាំមុន ហាមុនពីឥឡូវអូចិត្តជាង60 ពួកឥឡូវម៉ែឆិតហ្នឹងគាត់អាយុ60គាត់និយាយថាគាត់60ឯការនោះគាត់ តែ10ឆ្នាំ គាត់មិនមែន10ឆ្នាំទេ50ឆ្នាំហ្នឹងគាត់ថាគាត់ការនោះនៅតែ2ខួបហ្នឹងរឿងដែលកើតហ្នឹងគឺគាត់ហ្នឹងការនោះម៉ែឆិតហ្នឹងគាត់ប្រាប់ថាពេលដែលខ្មោចលងឪពុកគាត់ហ្នឹងគឺគាត់តែអាយុ2ឆ្នាំទេបងស្រីហ្នឹងគឺអាយុ10ឆ្នាំហើយ អូខេ ណាហើយគេការគឺស្មាតទោះអ្នកមានលុយគឺគេជាអតេកូអ្នកមានលុយជាអតេកូហើយគាត់គេក្រុមលេងភ្លេងគេហៅភ្លេងខ្មែរបុរាណភ្លេងខ្មែរពួកភ្លេងការបុរាណហ្នឹងម៉ែឆិតគាត់និយាយថាដើរហ្នឹងគ្រាន់តែដើរហ្នឹងគឺឡើងមួយថ្ងៃដើរទៅគ្រោងការសម័យនោះអត់មានថង់ទេណាអត់មានថង់ផ្លាស្ទិកទេណា60ឆ្នាំមុនណាគឺកម្មាមួយចងក្បាលកម្មាមួយសម្រាប់វិចនេះវិចនំវិចអីមកម៉ែឆិតនិយាយអាហ្នឹងតតែអ្នកសម័យបុរាណគេហៅបង្វិចអត់មានថង់អីអត់មានទេហើយគេជីកអ្នកមានគឺគេជីកអតេកូទៅការហ្នឹងអូខេម៉ែឆិតប្អូនអាយុយកប្អូនស្រីទៅជាមួយទៅអញ្ចឹងទៅប្អូនស្រីហ្នឹងគេការ3ថ្ងៃដល់ពេលថ្ងៃចុងក្រោយគេមានបុកលាក់បុកអីថ្ងៃចុងក្រោយគេហូបចប់ហ្នឹងម្ចាស់ដើមការគាត់ថាប្រាប់ម៉ែឆិតហ្នឹងថាដេកនៅនឹងទៅហើយចាំមិនមកចាំព្រលឹមសំទៅព្រោះម៉ោង4ម៉ោង5ល្ងាចទេណូគាត់ថាអត់ទេនឹកទៅផ្ទះឲ្យខ្ជិលនាំកូនដើរបដាទៅហើយសម័យនោះអត់មានចៅប្លន់ចៅអីទេគេអត់ខ្លាចចៅប្លន់ចៅអីទេសម័យនោះ60ឆ្នាំមុនណាដីព្រៃអត់សូវមានផ្ទះទេស្មាតោគាត់និយាយថានៅខាងភ័យវែងនោះគឺភ័យមែនភ័យវែងមែនអត់សូវមានផ្ទះទេភ័យវែងផ្ទះនោះយូរមានឃើញផ្ទះមួយអញ្ចឹងទៅឃើញយូរឃើញភូមិគេមកកញ្ចប់ទូអញ្ចឹងទៅហើយដើរគាត់ថាដើរអញ្ចឹងទៅដើរតាំងពីម៉ោង4នេះមកចាប់ដើមដាស់លាគេយើងភ្លេងខ្មែរយើងចោលគេចាប់ដើមហូបអីគេស៊ីកាហើយយើងភ្លេងខ្មែរត្រូវរើមែនអត់ក៏ម៉ោង4ម៉ោង5ល្ងាចនិយាយហ្នឹងដើរម៉ោង7 8យប់អញ្ចឹងទៅដើរអញ្ចឹងទៅអូនណាហើយកូនខ្ញុំសួរថាអីម៉ែឆាត់ប្អូនស្រីទៅធ្វើអីប្អូនស្រីទៅជួយវាយអានៀតវាយអីអញ្ចឹងណាប្អូនស្រីចេះលេងអានៀតលេងអីអញ្ចឹងណាដល់ពេលហ្នឹងទៅមកអញ្ចឹងក៏វិចនំសមគាត់ថាវិចសមវិចនំចាំងសមជ្រូកអីហ្នឹងវិចនឹងកណ្ដាលនឹងនេះកម្មាកណ្ដាត់កម្មាមានកម្មា2កម្មាមួយសម្រាប់នេះក្បាលកម្មាមួយគាត់ចងចង្កេះគាត់ហ្នឹងហើយគាត់ទៅឲ្យធំពីក្រៅហើយគាត់យកកម្មាដែរចងចង្កេះហ្នឹងវិចនំវិចនំថាហើយទៅគាត់ដឹកដៃប្អូនស្រីបងស្រីគាត់ក៏ចេះល្អម៉ាមួយដេកទេប៉ាបើដើរម៉ោង9ម៉ោង10យប់អីហ្នឹងដើរប្រហែលម៉ានអ្នកពេលហ្នឹងដើរតែ2នាក់នៅម៉ែនេះហ្នឹងដើរតែមីវាឲ្យកូនហ្នឹងអូខេដើរពីរោងការគេមកវិញបងស្រីម៉ែឆិតអត់មាននៅក្នុងតួអង្គហ្នឹងឯណាតួអង្គហ្នឹងគឺបងស្រីម៉ែឆិតបងស្រីនឹងពុកទេបងស្រីហើយខ្ញុំលឺបងស្រីខ្ញុំលឺបងស្រីI'm sorry បងស្រីគឺបងស្រីម៉ែឆិត2ខួបបងស្រី10ឆ្នាំហ្នឹងហើយតែជួយវាយនេះហ្នឹងហើយដើរមកវិញយប់អីម៉ោងប្រហែលស្មើហ្នឹងនេះម៉ោង9ម៉ោង10អញ្ចឹងដើរតាមព្រៃអុយព្រៃមែនហើយម៉ែចិត្តថាបងក៏ចេះអូប៉ាអើយមួយដេកនេះឈឺជើងអញ្ចឹងជីលើកប៉ាមកមើលជីលើកប៉ាក៏ដើរពីអ្នកឪកូនអញ្ចឹងដើរតាមព្រៃអញ្ចឹងផ្លូវអតេះគោហ្នឹងណាហើយម៉ោងស្មើហ្នឹងហើយអត់ខ្លាចទេអ្នកស្រុកខាងនោះអត់ខ្លាចព្រោះអត់មានចោលមានអីទេពេលទៅប្លន់ទេហើយដល់ពេលហ្នឹងទៅក៏ដើរមកធ្វើម៉េចហត់ផងអីផងក៏សម្រាប់ចិត្តព្រោះឃើញថាកូនហ្នឹងក៏ឃើញថាកូនមួយដេកទេណោះដេកទៅរកកន្លែងដេកដឹងដេកកន្លែងណាដឹងអត់ទៅដល់ដីវាលមួយមកចិត្តនិយាយថាដល់ដីវួយដល់ដីវួយមួយសតតែភ្នោខ្មោចម៉ែចិត្តគាត់និយាយថាសតតែភ្នោខ្មោចប៉ាគាត់និយាយស្ដាប់មិនដឹងធ្វើម៉េចធ្វើម៉េចកូនក៏ហត់ហើយដើរទៅមុខតអត់កើតក៏យកអាវនេះណាយកមកបោះគៀននេះហ្នឹងណាគៀនគេហៅគៀនអីគៀនមិនជាម៉ងទេជាភ្នោគេពូនដីហ្នឹងហើយមានស៊ីម៉ងតិចហ្នឹងបោះគៀនហ្នឹងក៏ក្រាលហើយសុទ្ធតែភ្នោខ្មោចគាត់និយាយដីដែលហៅឋានហ្មងភ្នោបែបចិនបងហើយភ្នោជាភ្នោខ្មោចខ្មែរផងចិនផងគាត់និយាយចឹងខ្មែរផងចិនផងលីឡំគ្នាសាភ្នោខ្មោចគាត់និយាយពួកម៉ាអើយអញមកពីចងាយអត់មានកន្លែងនៅអត់នេះទេតង់ទៅមុខតក៏អត់កើតកូនវាអស់កម្លាំងចឹងណាសុំមកពួកម៉ាឯងដេកផងឥឡូវឯងអត់មានអីឲ្យស៊ីនេះមានអីមានអានំសមហ្នឹងគាត់ក៏ស្រាយនេះហ្នឹងណាកម្មាហ្នឹងនំសមជ្រូកហ្នឹងហើយនឹងចេកហើយនំចាំងហ្នឹងដាក់នៅមុខភ្នោហ្នឹងណាពួកម៉ាឯងជួយមើលគ្នាផងណាគ្នាមានតែប៉ុណ្្នឹងធ្វើម៉េចគ្នាមកពីចងាយកុំថាអីថាវ៉ាន់អញ្ចឹងណាគាត់ដាក់អញ្ចឹងទៅគាត់ក៏មីអូនហ្នឹងក៏ដេកអញ្ចឹងគៀនភ្នោហ្នឹងទៅ
គាត់នឹងក៏អង្គុយជក់បរិកតាបហ្នឹងណាជក់មកសលេតរៀងមនុស្សរៀងល្ងុយដេកដែរអីគាត់ចាប់ដើមព្រះខ្លួនដេកអាលាវលឺសំឡេងដានជើងម៉ោង 7:10 អីនោះសំឡេងដានជើងទាំងប្រុសទាំងស្រីដើរពីចុងភូមិមករាវគេទៅមកវិសិកាហ្នឹងលឺហ្នឹងឲ្យស្មាទូមេឃខែភ្លឺចឹងមេឃខែភ្លឺយើងឃើញស្មើគេថាជុំវិញសិតតែមែនសិតតែភ្នោខ្មោចទាំងអស់ដីទៅហៅឋានសិតភ្នោខ្មោចគាត់ក៏ថាភ្នាក់លាវភ្នែកគាត់នឹងក៏ប្រំគាត់ដឹងហើយតែគាត់ដោយថាគាត់ចាស់គាត់ខ្លាចហ្មងហ្នឹងហើយគាត់ដឹងថាតែបើគាត់ជាមិនមែនមនុស្សហើយមករាវហ្នឹងគាត់ថាទៅមកពីចងាយគាត់ក៏លក្ខណៈភ្នែកធ្វើដូចតែមមីចឹងណាមមីគាត់ឃើញមកតែឃើញតែមកកណាត់ទាំងស្រីទាំងប្រុសមកពឹបគេមកឈប់នៅមុខភ្នោហ្នឹងហើយគេហៅអាធឿនណាមកនោះនៅចុងភូមិគេសបងរោងគេដាក់សម្លែងស៊ីគេសបងរោងនៅចុងភូមិមកទៅអត់គេស្វែងធំគេដាក់សបងរោងនៅនោះមកដូចគេសែនកតូមសែនអីចឹងណាមកទៅស៊ីអត់គាត់អត់ដេគាត់ធ្វើភ្នាក់លាវនឹងចិត្តភ្នោហ្នឹងណាហើយទៅលឺសលេងចេញពីភ្នោតែគាត់ដឹងតែជាខ្មោចទេគាត់ថាអាពូម៉ាទៅទេព្រោះតែអញមានភ្ញៀវទៅទេតែអញមានភ្ញៀវភ្ញៀវឯងស្អីទៅនៅខាងចុងភូមិនោះគេសែនកតូមកថឹកចឹងអីមិនក៏មិនទៅអត់ទៅឯងទៅចាស់អញជាប់ភ្ញៀវតែប៉ុណ្ណឹងទៅអាចចាញ់តែមុនណាគាត់ធ្វើភ្នែកប្រំចឹងគាត់ធ្វើរៀងបិទដេកកងតែភ្នែកប្រំបន្លំគាត់ថាឃើញទាំងអស់តែដោយសារមនុស្សខ្លះគេអត់ខ្លាចខ្មោចផងគាត់ថាទៅដើរចុកដើររាវទាំងស្រីទាំងប្រុសទៅហើយដើរអញ្ចឹងអញទៅហើយតែដល់ពេលហ្នឹងក៏គាត់នេះទៅគាត់ថាខ្មោចនឹងអត់លើគាត់ទេតែប៉ុណ្្នឹងចង់ប៉ុណ្្នឹងមើលថែសាដល់ចិត្តភ្លឺទៅគាត់នេះទៅគាត់ជំរាបលាអញ្ចឹងណាអរគុណណាពួកម៉ាអើយគាត់និយាយចឹងតែពួកម៉ាក់មែនអត់ឬក៏គាត់ទៅហៅក៏ហៅអាម៉ាអញ្ចឹងពួកម៉ាអើយគេហៅអញ្ចឹងដូចជាយើងនៅសុំផ្ទះជុំអីគេជ្រើកអញ្ចឹងណានឹងហៅគាត់ប៉ាគាត់ប្រាប់ថាបើដើរក្នុងព្រៃកុំទៅដេកខ្ទើមអ្នកតាដាច់ខាតអ្នកតាព្រៃអត់ជួយយើងទេដេកខ្មោចជាមួយខ្មោចដូចមនុស្សចឹងពឹងគេឲ្យគេជួយយើងខ្មោចអត់ដូចព្រាយទេចាំនាងព្រាយបើព្រាយអានឹងមិនធ្វើបាបយើងខ្មោចអត់ធ្វើបាបយើងទេខ្មោចគឺជាមនុស្សដែរហ្នឹងតែគេគេងាប់ទៅគេនៅទៅនឹងអញ្ចឹងបើយើងមិនទៅប៉ះពាល់គេក៏មិនលងយើងអញ្ចឹងណាបើយើងនិយាយស្រួលមួយគេអូខេស្រួលវិញពួកគេជាមនុស្សនិយាយពីមុនគេជាមនុស្សនិយាយនេះបានតែថាមិននេះគឺប្រកាន់ច្រើនបំផុតអ្នកតាមួយព្រាយពីរប្រកាន់ណាស់មិនបើមកាច់យើងហើយគាត់និយាយថាហើយខ្ញុំថាមិនក៏មិនទៅដេកខ្ទើមអ្នកតានៅតាមនោះគេមានអ្នកតាអ្នកអីតាមផ្លូវមកអត់ដេកទេអ្នកតាឧទាហរណ៍អ្នកតាទៅដេកតែបើសិនតែពួកព្រាយអាបមកវាយកសំណែនមកសៃអ្នកតាអត់មើលយើងទេហើយបើដាក់ជើងទៅខ្ទមអ្នកតាក៏មិនកើតប្រកាន់ស្អីប្រកាន់នោមនេះចឹងគេតែនិយាយថាខ្ញុំឃើញអ្នកផ្ទះខ្ញុំចឹងណាឲ្យតែរៀងណាគេប្រកាន់តែអញសងខ្ទង់ឲ្យរបៀបចឹងប៉ុន្តែប្រកាន់អ្នកតាក្បាលស្ពាននេះអ្នកតាក្បាលស្ពានស្អីគេប្រកាន់ណាម្នាក់នោះគាត់ស្លាប់នេះហើយចូលណាសម្រាប់នៅអ្នកស្រុកខាងនោះស្ពានណាក៏បានដែរស្ពានបាច់ស្ពានណាដែរស្ពាននៅចិត្តផ្ទះខ្ញុំទៅនៅស្រុកខាងខ្ញុំកំពុងចាមបាច់ស្ពានណាឯងបាច់ស្ពានណាដល់ស្ពានចិត្តផ្ទះកំពុងចាមផ្ទះបុនខ្មោចឥឡូវយើងអត់និយាយបញ្ចេញឈ្មោះទៀតណាបុនខ្មោចហ្នឹងគាត់គេដាក់ទុងនៅមុខផ្ទះតែផ្ទះហ្នឹងវាហាយចេញខ្មោចកើតវាត្រូវហាយខាងក្រោយហាយចេញក្រោយផ្ទះមិនចឹងខាងមុខផ្ទះវាទូចពេកវាហាយអត់កើតតែដាក់ទុងនៅមុខផ្ទះបានតែវាហាយខ្មោចហាយអត់កើតខាងក្រោយវាពិបាកអាផ្ទះជាប់គ្នាទូទៅវាផ្ទះទៀមហើយវាប្រឡោះទូវាហាយអត់កើតហាយចេញតាមទ្វារក្រោយវិញផ្លូវបានម៉ូតូជិះហ្នឹងស្លាប់អាផ្ទះដឿងហែមអញ្ចឹងលេងស្រាប់តើអ្នកតាចូលលេងខ្មោចចូលខ្មោចអ្នកភូមិតែយកអត់ប្រមាត់ទេចូលថាដាក់តុងមុខផ្ទះហាយអញក្រោយផ្ទះហាយទៅវត្តឃើញអីអញ្ចឹងណាមានអញ្ចឹងទៀតពេលដែលយើងហាយហើយទៅដុតចូលហ្មងណាដល់ពេលមួយទៀតអ្នកតានៅនេះនឹងក៏អញ្ចឹងដែរអ្នកតានឹងក៏ប្រកាន់អ្នកងាប់នឹងទៀតតែជុំខ្ញុំសុំកាត់កំតន់ដល់នឹងសុំវត្តអត់ឃើញយ៉ាងនិយាយចឹងហ្នឹងហើយគឺនិយាយថាចូលហើយថាវត្តស្មាតែថាតុងដាក់នៅមុខផ្ទះហើយហែងហាយអញមកក្រោយផ្ទះវិញ្ញាណខ្មោចដែលងាប់ហ្នឹងគឺទៅដុតនឹងចូលញាតហ្នឹងណាញាតនៅវត្តញាតនៅផ្ទះញាតនៅផ្ទះហ្នឹងកំពុងតែដុតហ្នឹងក៏យំស្រែថាហែងមកដាក់តុងនៅមុខផ្ទះហែងហាយអញនៅក្រោយផ្ទះហើយអញរកផ្លូវទៅវត្តអត់ឃើញទេអាហ្នឹងតែប៉ុណ្្នឹងខ្ញុំអត់បានអាប់ដេតអីទៀតទេហើយមួយយ៉ាងទៀតគឺមានអ្នកតាហ្នឹងមកចូលមកតង់ទៀតនៅក្នុងកម្មវិធីប៉ុណ្្នឹងដែរអ្នកតាហ្នឹងមកចូលមកដល់អ្នកតាក្បាលស្ពានហ្នឹងមកចូលថាអញស្អប់ហ្នឹងណាតាំងពីនៅរស់រហូតដល់ងាប់អត់ដែរសែនឲ្យអញស៊ីសោះហើយមួយម៉ាត់ហ្នឹងអញ្ចឹងដែរមកខឹងអ្នកងាប់ហ្នឹងវាអញ្ចឹងអ្នកតាប្រកាន់ណាតែខ្ញុំនេះអានេះខ្ញុំម្ដងជំនាញផ្ទះអ្នកតាជំនាញផ្ទះក៏ប្រកាន់យើងដែរបើយើងមិនល្អមានឃ្លីបមួយដល់ឃ្លីបហ្នឹងហ្វេនខ្ញុំតន់អត់ទេឡាយហ្នឹងចាំអាហ្នឹងគឺប៉ះខ្លួនឯងអត់សូវជឿរឿងអញ្ចឹងណាយើងញញយើងមិនឡាយយើងឡាយថ្ងៃនោះយើងឡាយលោកកបោឬឡាយស្អីមិនដឹងទេ
ពេលអាសពុតខ្លីវៃនេះឆែកពណ៌ខៀវអាវចងដាក់នេះដាក់កៅអីមុខជំនាងផ្ទះហ្នឹងលេងឡើងលើជំនាងលើកៅអីហ្នឹងជើងរំយកបដ ாய் ជំនាងផ្ទះអញ្ចឹងកៅអីអញ្ចឹងខ្ញុំឡើងលើកៅអីហ្នឹងជើងរំសិចស៊ីប៊ីនីស្ពីអញ្ចឹងបិទឡាយចាប់ម៉ោង10យប់2ដណ្ដប់ស្កន់ជន់អូយនេះមែនស្កន់ជន់មិនស្កន់ជន់អីទេ សង្កត់យើងហ៎ មិនសង្កត់អត់ទេមិនសង្កត់ទេ គឺមកវិញ គ្រុនក្តៅដល់ថ្នាក់លេបថ្នាំអត់បាត់ក្តៅដល់ស្គាល់ពាក្យខុនញាក់អី ស្គាល់ បែបហ្នឹងខុនញាក់អ្នកដើរក្នុងហេតុការ សាច់ទឹកចាញ់ដី ចាញ់មែនដូចចាញ់ទឹកចាញ់ដីខុនញាក់បងអើយខុនញាក់ម៉ោង2:10ខ្ញុំខុនញាក់រហូតដល់ព្រឹកព្រលឹមញាក់ឡើងក្តៅដូចចង់ផ្ទុះខ្លួនលេបថ្នាំអត់បាត់ទេរហូតដល់មួយយប់មួយថ្ងៃទៀតខ្ញុំចាប់ដើមអង្គុយគិតដេកញាក់ហ្នឹងអញធ្វើអីខុសដឹងបដ ாய் ឲ្យសង្ស័យតែហែកដៃហែកជើងមុខជំនាងផ្ទះហ្នឹងតើអត់ធូកលេបថ្នាំប៉ារ៉ាតាពីគ្រាប់កន្លះម៉ោងជាឲ្យលហំ អានេះហៅអាគុំសមអាយុហ៎ អូយអានេះជារឿងដែលខ្ញុំជួបផ្ទាល់លេងខ្ញុំលេងជំនាងផ្ទះនៅខាងក្រោមខ្ញុំលេងដាក់កៅអីឲ្យសពុតខ្លីដឹងអានេះអាណៅមិនឡើងទៅលើអានោះទៅហែកដៃហែកជើងមុខឡាយសិចស៊ីហ៎ គាត់មើលពីក្រោម គាត់មើលពីក្រោមទៅ ដឹងថាជំនាញផ្ទះខ្លួនឯងប្រុសឬក៏ស្រីអញ្ចឹង ជំនាញផ្ទះជាលោកតាចាស់ព្រោះម៉ៃឆិតធ្លាប់តែដេកម៉ៃឆិតធ្លាប់ដេកឲ្យគ្រូគេ ម៉ៃឆិតមកពីប៉ោយប៉ែតហ្នឹង ម៉ៃឆិតប៉ោយប៉ែតគាត់អាសាទៅដេកម៉ៃឆិតហ្នឹងឲ្យទៅដល់ផ្ទះខ្ញុំពុបគឺចាប់ដើមយកធុបទៅអុចគាត់សុំមកគាត់ថាជុកព្រៃផ្ទះជុកព្រៃបារមីធំចុងការអញ្ចឹងអញដេកអញ្ចឹងតាហ្នឹងគាត់ចេញមកអញ្ចឹងគាត់មកឈរមើលអញមកស្ទុះហើយគាត់ចូលទៅក្នុងអាសនៈវិញដូចម៉ៃឆិតគាត់ដេកលើទេគាត់ដេកនឹងបរិយមិនខាងក្រោមនៅមុខជំនាញផ្ទះហ្នឹងគាត់ដេកខាងក្រោមយើងដេកលើតែម៉ៃឆិតគាត់ថាពេលខ្លះចេញមកឈរអើតមើលអញហើយដើរចូលទៅវិញជាតាចាស់អញ្ចឹងហើយតាណាគាត់ចូលចិត្តសិចស៊ីអញ្ចឹងខ្ញុំស្គាល់ជន់ម្ដងនោះខ្ញុំក៏រົບលេងហ៊ានស្គាល់ជន់មិនស្គាល់ជន់នេះគឺខុនញាក់ខុនឡើងគាត់ដៅឡើងអើយអញហួសអត់ទេនេះជូនទៅពេទ្យចាក់ថ្នាំអត់បាត់ទេរហូតដល់មួយថ្ងៃមួយយប់ទៀតរហូតដល់ទៅចាក់ថ្នាំអត់បាត់ទេគាត់ដៅញាក់ឡើងអញ្ចឹងខ្លួនអញ្ចឹងខ្ញុំថាគាត់អញ្ចឹងជំនាញផ្ទះទៅអុចធុកបីតសៃថាបើកូនចៅខុសក៏សុំកម្មាទោផងនិយាយទាំងញ័រដៃអញ្ចឹងទៅលេបថ្នាំប៉ារ៉ាតាពីរគ្រាប់មកស្ទុះមកទៅចាក់ខ្លួនឲ្យលហឹមធម្មតាមកជឿតាំងពីនោះមកនេះកើតជាមនុស្សធម្មបដ ாய் កុំលេងជាមួយជំនាញផ្ទះនេះសំខាន់ណាស់ធ្វើបនណាទិសឲ្យជំនាញផ្ទះហើយបើយកល្អហ្មងខ្ញុំប្រាប់កុំអាសាដើរស្រាត់មុខជំនាញផ្ទះពេកធ្វើអីអាក្រក់មុខជំនាញផ្ទះក៏កុំព្រោះជំនាញផ្ទះនិងម្ចាស់ផ្ទះចរិតស្តៀងគ្នាជំនាញផ្ទះមិនពេលបងអញទៅទិញផ្ទះភាគច្រើនណាយើងទៅទិញផ្ទះយើងថាយើងចាំបានផ្ទះលេខ6តែបងឯងដើរមើលនឹងមានជំនាញផ្ទះមួយហ្នឹងធ្វើឲ្យបងឯងចង់ចូលមកមើលពេលយើងទៅទិញផ្ទះមិនមែនយើងអ្នករើសផ្ទះទេផ្ទះអ្នករើសយើងជំនាញផ្ទះហ្នឹងនឹងធ្វើឲ្យយើងដូចទៅហោមនុស្សចរិតមិនជំនាញផ្ទះត្រូវតែចរិតស្តៀងអញ្ចឹងយកនិយាយតែឲ្យយើងចាប់អារម្មណ៍ថាផ្ទះហ្នឹងបងឯងចាំមើលជំនាញផ្ទះបងឯងនឹងចរិតនៅក្នុងផ្ទះហ្នឹងស្តៀងគ្នាអាចតែចរិតស្តៀងផ្ទះហ្នឹងអូខេជាមនុស្សមានចិត្តចូលចិត្តធ្វើបន់មួយដូចយើងចាស់ទៅតែគាត់មិនពេញតែអាចចំណុចយើងដូចមនុស្សលោកអាចចូលចិត្តសិចស៊ីអញ្ចឹងអញ្ចឹងយើងខុសត្រង់ហ្នឹងតែអាចចរិតគាត់ចាស់ទុំអូខេជុំភ័យចូលចិត្តធ្វើបន់ដូចតាដែរអីដែរអញ្ចឹងទៅស្តៀងហ្នឹងអាហ្នឹងគឺដូចខ្ញុំធ្លាប់ឮលោកនិយាយអញ្ចឹងភាគច្រើនយើងទៅមើលបរិយមើលផ្ទះមើលអីយើងគិតថាខ្ញុំចង់បានផ្ទះលេខ10តែដល់ពេលចុងក្រោយមកបានផ្ទះលេខ6យ៉ាអត់ខ្ញុំមើលតែលេខ10អត់ចូលចិត្តដូចចូលចិត្តផ្ទះលេខ6ជាងអញ្ចឹងដូចជំនាញផ្ទះគេតើងយើងបើហត់តែយើងអាក្រក់ដាក់ជំនាញផ្ទះឆ្លើយអសរោះជាមួយជំនាញផ្ទះធ្វើយើងក្តៅក្រហាយរហូតដល់ការកាប់សម្លាប់គ្នាហ្នឹងផ្ទះសហាគឺណាជំនាញផ្ទះពួកគេជាម្ចាស់ផ្ទះអ្នកឯងយើងជាមនុស្សត្រឹមជាអ្នកស្នាក់អាស្រ័យតែប៉ុណ្ណឹងហ្នឹងហើយអាស្រ័យតែចឹងដូរម្ចាស់ទៀតតាយើងស្លាប់ដូរម្ចាស់ទៀតហើយហ្នឹងហើយដូរម្ចាស់ទៀតហើយតែជំនាញផ្ទះគេនៅនឹងរហូតតើគេអស់បុណ្យមិនគេទៅហើយអញ្ចឹងមិនថាខ្ញុំប្រាប់អ្វីដែលធ្វើឲ្យជំនាញផ្ទះនេះដាក់សែនរាល់ថ្ងៃព្រោះជំនាញផ្ទះគេដូចមនុស្សអញ្ចឹងដូចមនុស្សពួកគេជាទេវតាថ្នាក់ទាបពាក់កណ្ដាលខ្មោចពាក់កណ្ដាលទេវតាហ្នឹងហើយយល់ទេចិត្តអន្សក់ប៉ងសំបុនក៏សំហ្នឹងហើយកំពុងឡើងតំណែងទៅជាទេវតាថ្នាក់លើបើទេវតាហ្មងគេអត់មកចិត្តមនុស្សទេពាក្យថាទេវតាត្មងណាគេអាចតែនៅលើគេអត់មកចិត្តមនុស្សពួកអីមនុស្សមានក្លិនស្អុយណាស់យើងរងថ្ងៃយើងស៊ំខ្ញុំឧទាហរណ៍រងថ្ងៃពួកយើងដូចប្រគុណអញ្ចឹងយើងញ៉ាំសាកសពនេះនៅក្នុងប្រគុណយើងដូចប្រគុណអញ្ចឹងគាត់ថាយើងមានអីយើងមានស្បែកហុំការពិតយើងដូចប្រគុណចល័តអញ្ចឹងណាក្លិនស្អុយជះទៅរហូតតែដោយសារភាពជាមនុស្សរបស់យើងស៊ំនឹងគ្នាតែបើទេវតាគេអត់ទេគេនៅចិត្តមនុស្សអត់បានទេព្រោះគេនៅចិត្តមនុស្សលុះត្រាតែមនុស្សហ្នឹងជាមនុស្សដែលគេហៅថាមានសិលខ្លាំងសិល8សិលអាភាពសិលរបស់គេនឹងលុបបំបត្តិភាពស្អុយហ្នឹង
ដូចស្មាតក៏មិនមែនមកនៅចិត្តយើងទេគាត់គេបង្ហាញឲ្យដូចថាលោកដែលមានសិលខ្លាំងអីចឹងបង្ហាញឲ្យឃើញបន្តិចចឹងគេទៅបាត់ចឹងទៅព្រោះថ្ងៃគឺពាក់កណ្ដាលដែលនៅមួយយើងគឺទេវតាពាក់កណ្ដាលខ្មោចពាក់កណ្ដាលទេវតាអញ្ចឹងមិនថាបើចង់ឲ្យផ្ទះណារីកចម្រើនសែនជានាងផ្ទះឲ្យរាល់ថ្ងៃបាច់អីច្រើននេះនំប៉ាវមួយនំចុងបើអត់មាននំប៉ាវនំឡើងមួយអាទឹក5ជួរគេហ្នឹងតែប៉ុណ្្នឹងទៅហើយបើចង់ឲ្យល្អជាងហ្នឹងទៅធ្វើបន់អាទិសសូមឲ្យបន់នេះដល់ជានាងផ្ទះខ្ញុំចាំមើលផ្ទះនោះមានតែស្នាមញញឹមជានាងផ្ទះហៅរឿងល្អៗចូលហើយសុកអ្នកអើយអូការងារចូលហើយហើយផ្ទះមួយទៀតគឺអាឋានផ្ទះអាឋានលេខផ្ទះដែលល្អបំផុតហ្មងខ្ញុំដឹងតែផ្ទះដែលល្អបំផុតហ្មងហើយអត់ខ្វះស៊ីអត់ខ្វះចាយមានតែសេចក្តីសុខស្នាមញញឹមផ្ទះគេអត់សូវមានស៊ីមានចាយមិនក្រោយផ្ទះនឹងមានស៊ីមានចាយផ្ទះលេខ15 51 06 24 42 ផ្ទះខ្ញុំលេខ1360នោះលេខអីក៏បានដែរឲ្យតែប្រមូលគ្នាមកនៅលេខ6 51ក៏បាន15ក៏បាន24ក៏បាន42ក៏បាន06ក៏បាននេះចាំមើលផ្ទះនឹងគឺជាផ្ទះមួយដែរគឺមានតែមួយលេខ1ដល់លេខ9ចង់តែឯងលេខប្រមាណក៏ដែរឲ្យប្រមូលគ្នាឲ្យចូលសល់តែមួយលេខទេយល់ពីហ្នឹងហ៎យល់បោកចូលគ្នាឲ្យសល់តែមួយលេខទេឲ្យតែធ្លាក់ជាលេខ6ផ្ទះហ្នឹងគឺល្អមើលផ្ទះខ្ញុំរងថ្ងៃណានៅ Lucky One នោះផ្ទះលេខD6 នៅ Green Home នោះផ្ទះលេខ D51 រាល់ថ្ងៃនេះជីមកនេះលេខ6បើផ្ទះដែលគួរឲ្យខ្លាចហើយជំនាញផ្ទះកាចបំផុតផ្ទះលេខ7តែចិនបែរជាអានឹងហុងស៊ុយត្រូវហើយលេខអីលេខ7មែនលេខ7គឺលេខខ្លាំងលេខ8ទេហុងស៊ុយរបស់ចិននោះ168លេខ9និងលេខ7គឺលេខជំនាញផ្ទះខ្លាំងណាស់បើបុគ្គលនឹងធ្វើអីមិនល្អចាំមើលជំនាញផ្ទះធ្វើឲ្យឃើញស្រស់លេខ7នេះមួយលេខ9នេះមួយតែបើអ្នកធ្វើបុណ្យធ្វើទានណាទៅនៅតែលេខ7លេខ9ណាអូយត្រូវគ្នាអូគេចូលចិត្តអត់ចេះអីទេតែបើពួកយងថុកស្រាស្រីញីអូនបោទៅនៅតែលេខ7លេខ9ចាំមើលភាពក្តៅក្រហាយហើយខ្ញុំធ្លាប់និយាយនៅក្នុង EP ហើយមានអ្នកចូលមក comment ច្រើនមែនតើថាដូចបងជុភ័យនិយាយមែនតែលេខ7តែបើដូចខ្ញុំនិយាយចឹងណាអានឹងគ្រាន់ជាស្ដាប់ចោលស្ដាប់ដូចយើងនិយាយស្ដាប់កំសាន្តចោលទៅជឿក៏ជឿមិនជឿក៏ឲ្យទៅផ្ទះលេខ6អីក៏ដែរឲ្យតែជាលេខ6ចប់លេខ6គឺជាទី1គឺភាពរីករាយសបោសបាយស៊ីចាយអត់ចេះអស់លេខ6ហ្នឹងខ្ញុំដល់ទៅជាឆ្លាញ់លេខ5វិញយ៉ាទៅត្រូវអញ្ចឹងលេខ5ក៏ល្អដែរមានតែលេខ4មួយទៅដែរអត់ល្អលេខ4ហើយបើលេខ4នៅជាមួយលេខ7គឺអត់ដាច់ខាតហ្មងគឺ2នឹងអត់បានហើយនឹងលេខ1និងលេខ3ក៏នៅមួយគ្នាអត់បានដែរបោកចូលគ្នា4 13ដែរមើលអីស្កេ Dark Friday Night លេខ13លេខមិនល្អផ្លាក់លេខ13អានឹងក៏ល្អដែរហើយលេខ4នេះមួយប្រទេសចិនតដាយកលេខ4គេអត់មានទេណាបន្ទប់លេខ4ក៏អត់មានទេណាអត់មានទេលេខ4គឺលេខស្លាប់អត់មានអាណាយកលេខ4នេះទេហើយបើលេខ4នៅលេខ6លេខ7អត់តពលលេខនឹងមិនជឿក៏ត្រូវតែជឿរឿងហុងស៊ុយអានោះតែទៅនៅជំនឿវាជាហុងស៊ុយព្រោះលេខនឹងវាមានអត្តពលរបស់វាមាន energy មាន energy របស់វានឹងអញ្ចឹងតែហ្មងអូខេអ្នកនរគ្នាបានស្ដាប់សាច់រឿងមកឈូភ័យគាត់បានចែកម្លែកជាច្រើនមកដែរហើយតាមពិតទៅគាត់មានសាច់រឿងជាច្រើនទេប៉ុន្តែដោយសារឈូភ័យថ្ងៃក្រោយអត់មានរឿងនិយាយយើងត្រូវមានគ្រប់ season ណាមានគ្រប់ season របស់គេមែនណាអរគុណបងហើយ fan ទាំងអស់ហ្នឹងហើយហើយខ្ញុំជឿជាក់ថាអេពីសូតនេះគឺបងផ្លែអារម្មណ៍ខ្លាំងមែនតើអាចនឹងមានអារម្មណ៍ថាវាជាអេពីសូតដែលចម្លែកជាងគេកម្មវិធីតុកភ្លឺស្ដាប់ឈៀមានលក្ខណៈជាលក្ខណៈថាបាបបុនមានលក្ខណៈជាមានទាំងសែមានទាំងសែមានទាំងរន្ធត់មានទាំងអត់ប្រយោជន៍ខ្លះមួយទៀតបងទាំងអស់គ្នាស្ដាប់អេពីសូតនេះហើយនឹងអាចត្រឡប់ទៅបានដើរលេងជុំវិញប្រទេសកម្ពុជាហ្មងព្រោះអីបងជុំព្រៃលើកតាំងពីដំបូងឡើយហ្នឹងហើយកំពង់ចាមភ្នំកំពង់ស្ពឺឧដុង្គយើងហ្នឹងព្រៃវែងប៉ោយប៉ែតកំពង់ស្ពឺទៀតបូរីប្រហែលអីគាត់លើកមកអស់ហើយចាំបូរីក្នុងកំពង់ស្ពឺដែរអូអញ្ចឹងអូ sorry ខ្ញុំស្មានថានៅខាងខេត្តកណ្ដាលមែនទេអត់ទេនៅកំពង់ស្ពឺអីឧដុង្គកដាឡកដាសំទោសកំហុសយ៉ារិនកដាអូខេឥឡូវបានដឹងហើយខោចាំបានដឹងកៃលោគ្នាយើងភ័ន្តច្រឡំទៅយើងដែរក៏អត់មានត្រូវដែរបងហើយអរគុណបងដែលបានផ្ដល់កិត្តិយសចូលរួមកម្មវិធីបងហើយក៏ដូចជាយោបល់ល្អៗចែកម្លែកទៅកាន់ទស្សនិកជនរបស់យើងឲ្យបានចែកម្លែកបងឲ្យបានកាន់តែច្រើនទៀតបាទចាជាចុងក្រោយខ្ញុំអត់មានអីទេក៏មានតែអរគុណទៅដល់កម្មវិធីតុកភ្លឺ Background ងឹតដែលមានវត្តមានខ្ញុំបងអតិកាហើយនិងយ៉ារិនជាពិធីករក៏ដូចជាធីមការងារទាំងអស់ដែលគួរឲ្យស្រឡាញ់ណាអរគុណទៅហើយមួយទៀតខ្វះមិនបាននោះគឺពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បើគ្មានអ្នកក៏អត់មានកញ្ញាជុភ័យដល់ថ្ងៃនេះដែរអរគុណមែនតែនហើយអ្វីដែលថាលើសតោះខុសត្រង់ណា
ក៏កុំប្រកាន់កញ្ញាជុកភ័យអីណាមិនលើណាហើយកម្មវិធីនេះគឺជាកម្មវិធីដែលសប្បាយស្ដាប់ឲ្យចោលទៅរំសាយអារម្មណ៍ បាទ ពេលដែលយើងធ្វើការងារហត់អីចឹងមកស្ដាប់ពួកខ្ញុំមកតែមិនចាំបាច់ទៅតុកសិចជាមួយនឹងរឿងដែលពួកខ្ញុំនិយាយពេកទេ បាទ ព្រោះជាយើងយល់ន័យថាជា entertain គឺកំសាន្តតែប៉ុណ្ណោះ